ស្មីមួយដែលមានចំណងជើងថាក្មេងប្រុសធម្មតាម្នាក់ប៉ុន្តែមានកម្លាំងថោកស្រីពិសេសស្ថិតនៅក្នុងខ្លួនរឿងមួយហ្នឹងគឺល្អមើលខ្លាំងមែនទែនដែលបាននិយាយអំពីតួឯកប្រុសរបស់យើងដែលគាត់មានកម្លាំងថោកស្រីពិសេសស្ថិតនៅក្នុងខ្លួនប៉ុន្តែបើសិនជាកម្លាំងថោកមួយហ្នឹងគឺខ្លាំងជ្រុលពេកនោះគាត់នឹងមិនអាចគ្រប់គ្រងខ្លួនបាននោះឡើយនឹងបណ្ដាលគាត់ខ្លាចទៅជាស្ដេចបិសាចចំណែកពពួកមនុស្សដែលមានកម្លាំងថោកពិសេសនឹងត្រូវប្រយុទ្ធតតាំងជាមួយនឹងពពួកបិសាចនិងសត្វចម្លែកជាច្រើននៅក្នុងពិភពលោកមួយនេះចឹងចំណងថារឿងនឹងល្អមើលប៉ុណ្ណាចូលទៅរកការទស្សនាទាំងអស់គ្នាប៉ុន្តែកុំភ្លេចចុច Sub ឲ្យខ្ញុំអ្នកមួយផងរឿងរបស់យើងក៏បានចាប់ដើមដោយមានពពួកបិសាចជាច្រើនហើយក៏មានតួឯកប្រុសរបស់យើងដែលជាស្ដេចបិសាចត្រូវបាននាំមុខផងដែរចាប់ដើមដំណើររឿងតួឯកប្រុសរបស់យើងគាត់ក៏បាននិយាយឡើងមកថាអស់រយៈពេល20ឆ្នាំជាងមកនេះមនុស្សជាច្រើនដែលមានសែនទាក់ទងជាមួយនឹងបិសាចបានប្រែខ្លួនខ្លាចទៅជាពពួកបិសាចហើយនៅក្នុងចំណោមពួកគេទាំងអស់នោះក៏មានរូបគាត់ផងដែរប៉ុន្តែរូបគាត់គឺខុសគេដោយសារតែគាត់មានសែនរបស់ស្ដេចបិសាចស្ថិតនៅក្នុងខ្លួនហើយដោយសារថាពលទាំងអស់នោះគឺច្រើនលើសលប់ខ្លាំងពេកទៅបណ្ដាលគាត់ខ្លាចទៅជាស្ដេចបិសាចដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយនៅពេលនេះគាត់ក៏ដឹកនាំពពួកបិសាចជាច្រើនដើម្បីទៅសម្លាប់មនុស្សក៏ដូចជាគំនិតទីក្រុងទាំងមូលតួឯកប្រុសរបស់យើងគាត់ក៏បានបញ្ជានៅកូនចៅរបស់គាត់ទៅសម្លាប់មនុស្សរួចនឹងគាត់ក៏បានធ្វើការវិភាគទៅកាន់ពពួកមនុស្សផងដែរចាប់ដើមភ្លាមគាត់ក៏បានជួយដៃរបស់គាត់វាយសម្ដៅទៅកាន់ពពួកមនុស្សមួយក្រុមនោះប៉ុន្តែស្របនៅពេលហ្នឹងក៏មានវីរៈនារីខ្លះហើយម្នាក់ក៏បានចេញមកតតល់ជាមួយនឹងគាត់តនឹងមុខគ្នាតែម្ដងចាប់ដើមភ្លាមនេះគឺមិននិយាយច្រើននោះឡើយក៏បានប្រើថាពលរន្ទះពណ៌ស្វាយរបស់នាងបាញ់សម្ដៅទៅកាន់តួឯកប្រុសរបស់យើងដែលបានធ្វើឲ្យគាត់នឹងឈោកឆក់មួយកន្លែងដូច្នេះនៅពេលដែលឃើញថាតួឯកប្រុសរបស់យើងកំពុងតែឆក់មួយកន្លែងចឹងហើយនាងក៏បានព្យាយាមនិយាយដាស់ស្មារតីរបស់តួឯកប្រុសរបស់យើងដើម្បីគ្រប់គ្រងខ្លួនឯងបានមកវិញប៉ុន្តែទោះបីជានាងខំប្រឹងនិយាយច្រើនប៉ុណ្ណាក៏ដោយតួឯកប្រុសរបស់យើងក៏នៅតែមិនអាចគ្រប់គ្រងខ្លួនឯងបានដែរទើបគាត់ក៏បានធ្វើការវិភាគទៅកាន់នាងតែម្ដងកំណត់ដៃរបស់គាត់ដែលវាយចេញទៅពពញទៅរយកម្លាំងនៃអំណាចបិសាចដែលមកចេញទៅសឹងតែត្រូវនាងទៅហើយប៉ុន្តែសំណាងល្អដែលគាត់អាចគ្រប់គ្រងខ្លួនឯងបានមកវិញចេះនៅពេលដែលឃើញចឹងក៏សប្បាយចិត្តខ្លាំងមែនទែនរហូតដល់ស្រក់ទឹកភ្នែកដោយសារតែនាងគិតថាតួឯកប្រុសរបស់យើងគឺវិលត្រឡប់មកដូចដើមវិញហើយនាងក៏និយាយទៅកាន់តួឯកប្រុសរបស់យើងថាទីបំផុតលោកគឺបានវិលត្រឡប់មកដូចដើមវិញហើយប៉ុន្តែអត់នោះឡើយកំឡុងពេលហ្នឹងតួឯកប្រុសរបស់យើងកំពុងតែព្យាយាមគ្រប់គ្រងជាមួយថាពលកម្លាំងបិសាចស្ថិតក្នុងខ្លួនរបស់គាត់ទៅបណ្ដាលគាត់នៅពេលនេះគឺឈឺក្បាលប្រកាច់ប្រកិនឡើងពេញណាពេញណីប៉ុន្តែទោះបីជាគាត់ខំប្រឹងគ្រប់គ្រងយ៉ាងណាក៏នៅតែអត់ប្រយោជន៍នោះដែរនៅពេលនេះក៏នៅតែបិសាចគ្រប់គ្រងខ្លួនគាត់ដដែលបន្ទាប់មកកណ្ដាប់ដៃទី2ក៏បានសម្ដៅទៅកាន់នាងម្ដងទៀតដែលកណ្ដាប់ដៃលើកនេះតួឯកប្រុសរបស់យើងមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយទៅបណ្ដាលនាងខ្ទាតទៅបុកជាមួយនឹងថ្មបានបំផ្លាញជីវិតរបស់នាងធ្វើឲ្យនាងគឺស្លាប់បាត់ទៅប៉ុន្តែនៅសល់ដង្ហើមចង្រិតមុននឹងដាច់ខ្យល់ស្លាប់នៅវិនាទីចុងក្រោយនាងក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាកុំឲ្យពពួកបិសាចទាំងអស់នោះគ្រប់គ្រងលោកបន្តទៀតបានទេសោះបន្ទាប់ពីបានសម្លាប់រូបនាងហើយសម្លេងរបស់គាត់ដែលស្ថិតនៅក្នុងចិត្តរបស់គាត់បានបន្លឺឡើងថាគាត់ពិតជាសោកស្ដាយខ្លាំងណាស់ដែលបានសម្លាប់នាងនៅក្រោមស្នាដៃរបស់គាត់ក៏ដូចជាមនុស្សជាច្រើនគឺបានស្លាប់នៅក្រោមស្នាដៃរបស់គាត់ផងដែរសាកសពរបស់នាងដែលកំពុងតែដេកនៅលើថ្មពពួកបិសាចជាច្រើនក៏បានចូលមករំពាត់ដើម្បីធ្វើការហាយសាច់របស់នាងស៊ីជាចំណែកស្របពេលជាមួយគ្នាទីបំផុតតួឯកប្រុសរបស់យើងក៏អាចគ្រប់គ្រងខ្លួនឯងបានមកវិញទើបគាត់គឺមិនអនុញ្ញាតឲ្យពពួកបិសាចទាំងអស់នោះហាយសាច់របស់នាងស៊ីនោះឡើយតួឯកប្រុសរបស់យើងក៏បានវាយសម្ដៅទៅកាន់ពពួកបិសាចទាំងអស់នោះដែលបានធ្វើឲ្យវាខ្ចាក់ខ្ចាយតនីងតណែងតណាអស់លីងក្លេកមកខាងក្រៅខ្នល់របស់គាត់វិញយើងក៏បានឃើញពពួកបិសាចទាំង3ក្បាលនេះដែលពួកវាគឺសុទ្ធតែជាជើងខ្លាំងតែម្ដងពួកវាទាំង3ក្បាលបន្ទាប់ពីឃើញថាតួឯកប្រុសរបស់យើងគឺអាចគ្រប់គ្រងខ្លួនឯងបានមកវិញចឹងទៅវាមិនຕົកជីវិតឲ្យតួឯកប្រុសរបស់យើងនោះឡើយប្រមូលផ្ដុំនៅថាពលរបស់វាទាំង3ក្បាលសម្រុកចូលទៅវាព្រួតទៅកាន់តួឯកប្រុសរបស់យើងដែលបណ្ដាលឲ្យតួឯកប្រុសរបស់យើងមិនអាចតដៃជាមួយនឹងពួកវាបានសោះឡើយនៅវិនាទីចុងក្រោយមុនពេលដែលគាត់ស្លាប់គាត់ក៏បានបន្លឺសម្លេងឡើងមកថានៅក្នុងជីវិតមួយនេះខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនអាចគ្រប់គ្រងជាមួយថាពលកម្លាំងស្រាយវិស័យស្ថិតក្នុងខ្លួនរបស់ខ្ញុំបានខ្ញុំសច្ចាថាបើសិនជាខ្ញុំអាចកើតនៅក្នុងជីវិតក្រោយខ្ញុំនឹងសងសឹកទៅកាន់ពពួកបិសាចមុនពេលដែលភ្នែករបស់គាត់ត្រូវបានបិទយើងក៏បានឃើញបិសាចដ៏ធំមួយកំពុងតែគ្រប់គ្រងទៅលើភពផែនដីមួយនេះបន្ទាប់ពីបានស្លាប់ហើយនៅទីបំផុតគាត់ក៏បានបើកភ្នែកមកវិញដែលធ្វើឲ្យគាត់គឺឆ្ងល់ខ្លាំងមែនទែនចុះកែមិញងាប់បាត់ទៅហើយគាត់ក៏ស្លឹងទៅម្ខាងទៀតក៏ឃើញกระดาษសាច់បងលុយក៏ដូចជាបានឃើញថ្ងៃទីនៅលើហ្នឹងគឺថ្ងៃទី15ខែ6ឆ្នាំ2025បន្ទាប់ពីបានឃើញចឹងគាត់ក៏បានដឹងថាគាត់គឺបានរស់ឡើងវិញនៅក្នុងអតីតកាលហើយបើយើងទៅតាមអីដែលគាត់ចាំនៅក្នុងពេលអតីតកាលមនុស្សជាច្រើននឹងប្រែខ្លួនខ្លាចជាបិសាចបើសិនជាសែនរបស់ពួកគេប្រែប្រួលខ្លាចជាពពួកបិសាចនៅក្នុងពេលបន្តិចទៀតនេះមនុស្សជាតិនឹងស្ថិតនៅក្នុងភាពអន្តរាយជាមិនខាននោះឡើយបន្ទាប់ពីដឹងចឹងគាត់ក៏បានសច្ចាទៅលើខ្លួនឯងថានៅក្នុងជីវិតមួយនេះគាត់នឹងមិនឲ្យពពួកបិសាចគ្រប់គ្រងទៅលើខ្លួនគាត់បានទៀតនោះឡើយស្របពេលជាមួយគ្នាក៏ឮសំឡេងមនុស្សស្រីកំពុងតែងុយទឹកនៅក្នុងបន្ទប់ទឹករបស់គាត់ហើយខ្ញុំភ្លេចប្រាប់ទៅថាតួឯកប្រុសរបស់យើងគឺមានឈ្មោះថាស៊ីនយុនអបស៊ីនយុនហ្នឹងគឺមានស្រីច្រើនខ្លាំងមែនទែនស្រីមួយនៅក្នុងបន្ទប់ទឹកចំណែកស្រីផ្សេងទៀតក៏កំពុងតែគោះទ្វារនៅមុខបន្ទប់របស់គាត់ស្របពេលជាមួយគ្នាទូរស័ព្ទរបស់គាត់បានបន្លឺឡើងហើយគាត់ក៏បានទិញទូរស័ព្ទរបស់គាត់យកមកមើលទៅក៏បានឃើញថានាងគឺឈ្មោះស៊ីយូនឹងដែរនាងគឺជាចែចែមួយដែលបានប្រើរន្ទះបាញ់គាត់ឲ្យកើតពីជាតិមុននៅក្នុងពេលហ្នឹងចែចែហ្នឹងក៏បានឆាតមកលេងសើចជាមួយនឹងតួឯកប្រុសរបស់យើងដោយសារតែតួឯកប្រុសរបស់យើងហ្នឹងគឺស្រីច្រើនខ្លាំងពេកដែលនាងក៏បានប្រាប់ទៅកាន់តួឯកប្រុសរបស់យើងថាស្រីរបស់គាត់ហ្នឹងកំពុងតែឈរចាំនៅមុខបន្ទប់របស់គាត់ឡើងកថាក៏ប៉ុន្តែស៊ីនយុនរបស់យើងគឺមិនបានខ្វល់ពីស្រីដទៃទៀតនោះឡើយដែលគាត់គឺខ្វល់តែនាងតែម្នាក់តែប៉ុណ្ណោះដោយសារតែគាត់គឺស្រឡាញ់នាងហើយគាត់ក៏សប្បាយចិត្តខ្លាំងមែនទែនដែលបានឮសំឡេងរបស់នាងម្ដងទៀតដោយសារតែកាលពីជីវិតមុនគាត់គឺបានសម្លាប់នាងដោយផ្ទាល់ដៃរបស់គាត់នៅក្នុងជីវិតមួយនេះគាត់ក៏បានសច្ចាថាគាត់នឹងការពាររូបនាងឲ្យតទៅបានមិនឲ្យនាងស្លាប់ដូចក្នុងកាយពីជីវិតមុននោះឡើយចំណែកថាអពស់ស្អែកពិសេសដែលស្ថិតនៅក្នុងខ្លួនរបស់ខ្ញុំនឹងធ្វើការគ្រប់គ្រងវាឲ្យបានដោយមិនឲ្យវាគ្រប់គ្រងរូបរាងកាយរបស់ខ្ញុំដូចនៅក្នុងជីវិតមុននោះឡើយចំណែកឯពូជពពួកបិសាចទាំងអស់ពួកឯងគឺត្រូវតែសងនៅអ្វីដែលពួកឯងបានធ្វើមកលើមនុស្សដោយឡែកស្របពេលជាមួយគ្នាថាអពស់របស់ស្អែកពិសេសដែលស្ថិតក្នុងខ្លួនរបស់គាត់វាក៏ត្រូវបានដាស់ឡើងដែលបានធ្វើឲ្យបេះដូងរបស់ស៊ីនយុនក៏លូតញាប់យ៉ាងខ្លាំងចំណែកឯដៃខាងឆ្វេងក៏ត្រូវបានប្រែក្លាយទៅជាដៃរបស់បិសាចតែមុខរបស់គាត់ទាំងមូលក៏ប្រែទៅជាបិសាចមួយកំណាត់មនុស្សមួយកំណាត់ប៉ុន្តែអត់អីនោះទេដោយសារតែគាត់គឺអាចគ្រប់គ្រងខ្លួនឯងបានដោយឡែកស្រីរបស់គាត់ដែលកំពុងតែងុយទឹកនោះវិញនាងក៏បានដើរចេញមកពីបន្ទប់ទឹកល្មមចំណែករាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រែមកសភាពធម្មតាវិញហើយមិនត្រឹមតែមានចែកហ្នឹងនោះទេស្រីនៅមុខបន្ទប់របស់គាត់ក៏បានបើកទ្វារចូលមកផងដែរដែលមានចំនួនច្រើនខ្លាំងមែនទែនរហូតដល់5 6 7នាក់ណោះហើយស្រីទាំងអស់ហ្នឹងក៏បានទៅតោងតែអបតួឲ្យប្រុសប្រយើងយ៉ាងបញ្ញាពេញណៃទៅនៅពេលហ្នឹងតួឲ្យប្រុសប្រយើងក៏បានធ្វើការសំបាយទៅកាន់ពួកនាងទាំងអស់អបសិញ្ញហ្នឹងគឺសបោស្នេហ៍ខ្លាំងមែនទែនទោះបីជាសំបាយពួកនាងហើយក៏ដោយក៏ពួកនាងក៏នៅតែបុកក្រាស់តោងទៀមតួឲ្យ
ឲ្យប្រុសប្រយើងទៅដែរដែលស្រីខ្លះក៏បបួលទៅ shopping ស្រីខ្លះក៏បបួលទៅ date ស្រីខ្លះក៏បបួលទៅខូបកំណើតស្រីខ្លះក៏បបួលទៅណាទៅណីយ៉ាងពេញអាពេញណីហើយក៏ទៅដើមគ្នាឡើងអញញ៉ៃពេញហ្នឹងស៊ីនយុននៅពេលដែលឃើញថាស្ថានភាពមិនសូវស្រួលគាត់ក៏បានចាប់ដើមរត់ចេញពីទីកន្លែងហ្នឹងយ៉ាងលឿនតែម្ដងហើយក៏បានស្រែកប្រាប់ទៅកាន់ពួកនាងថាខ្ញុំក៏មានសែនរបស់បិសាចស្ថិតនៅក្នុងខ្លួនដូច្នេះនៅពេលណាមួយបើសិនជាខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេពួកនេះប្រកាសជាស្លាប់ក្នុងពេលណាមួយជាមិនខាននោះឡើយទោះបីជាស៊ីនយុនអាចប្រែខ្លួនក្លាយជាបិសាចក្នុងពេលណាមួយមិនអាចគ្រប់គ្រងក៏ដូចជាសម្រាប់នាងនៅពេលណាមួយក៏ដោយក៏ពួកនាងនៅតែស្រឡាញ់ស៊ីនយុនទៅដែរហើយហាមឃាត់ស៊ីនយុនកុំឲ្យទៅឯសោះប៉ុន្តែស៊ីនយុនក៏នៅតែទៅអញ្ចឹងបានថាគាត់នេះគឺសម្បូរស្នេហ៍ខ្លាំងមែនទែនចំណែកស្រីហ្នឹងក៏អញ្ចឹងទៀតនៅទីបំផុតស៊ីនយុនក៏បានរត់មកដល់ខាងក្រៅមូលហេតុដែលស៊ីនយុនរត់លឿនបែបនេះក៏ដោយសារតែស៊ីនយុនគឺមានសែនរបស់ស្រីវិស័យស្ថិតនៅក្នុងខ្លួនចំណែកនៅខាងមុខស៊ីនយុនទើបជាស្រីដែលគាត់ស្រឡាញ់ពិតប្រាកដដែលនាងគឺមានឈ្មោះថាស៊ីយូនោះឯងហើយពេលហ្នឹងគាត់ក៏បានដើរទៅជួបនាងចំណែកនាងវិញក៏បានទិញនៅរបស់មួយឲ្យទៅកាន់ស៊ីនយុនផងដែរចំណែកស៊ីនយុនគឺមិនខ្វល់ខ្វាយរបស់ទាំងអស់ហ្នឹងនោះទេស៊ីនយុនក៏បានលូកដៃរបស់គាត់ទៅប៉ះថ្ពាល់របស់នាងទៅប៉ះថ្ពាល់របស់នាងអង្អែថ្ពាល់របស់នាងនិយាយក្នុងចិត្តថាខ្ញុំនឹងមិនឲ្យខ្លួនឯងបាត់បង់រូបនាងទៀតនោះឡើយចំណែកស៊ីយូក៏និយាយទៅកាន់ស៊ីនយុនថាគាត់ឯងហ្នឹងថ្ងៃហ្នឹងមិនក៏ចម្លែកបេះចំណែកស៊ីនយុនហ្នឹងក៏អញ្ចឹងទៀតអត់ខ្វល់នោះឡើយក៏ចង់ទៅបឺតមាត់នាងខាងទៀតប៉ុន្តែមិនទាន់នឹងបានថាផងសែនរបស់បិសាចក៏បានដាស់ឡើងមកម្ដងទៀតដែលបានធ្វើឲ្យរាងកាយរបស់គាត់នៅពេលនេះក៏បានប្រែคล้ายខ្លួនទៅជាបិសាចបដាបន្តិចហើយដោយសារតែសែនរបស់បិសាចនៅពេលនេះវាកំពុងតែឃ្លានចំណែកឯចំណីរបស់វាគឺជាមនុស្សប៉ុន្តែស៊ីនយុនគឺមិនឆេះសាច់មនុស្សនោះឡើយដែលគាត់គឺនឹងទៅប្រមាញ់បិសាចយកមកធ្វើជាចំណីរបស់គាត់បន្ទាប់ពីគាត់ចឹងហើយស៊ីនយុនក៏រត់គេចពីនាងដើម្បីទៅទិញសម្លៀកបំពាក់មួយឈុតដែលជាឈុតក្រហមពាក់គ្រប់ដណ្ដប់រាងកាយរបស់គាត់ទាំងមូលដើម្បីកុំឲ្យពពួកមនុស្សផ្សេងទៀតមើលទៅកាន់គាត់ស្គាល់ដែលចេញមកពីកន្លែងហាងបណ្ដាកាត់បណ្ដាក្នុងចិត្តខ្លួនឯងថាមនុស្ស 5% ស្ថិតនៅក្នុងពិភពលោកមួយនេះគឺកំពុងតែវិវត្តសែនពីមនុស្សធម្មតាខ្លាយទៅជាពពួកបិសាចហើយពួកគេទាំងអស់នោះនឹងវិវត្តទៅជាបិសាចបើសិនជាពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលដឹងថាពពួកមនុស្សផ្សេងទៀតមានសែនបិសាចស្ថិតនៅក្នុងខ្លួនពួកគេនឹងសម្លាប់មនុស្សដែលមានសែនបិសាចស្ថិតនៅក្នុងខ្លួនចោលចេះជាមិនខាននោះឡើយដើម្បីកុំឲ្យពួកគេវិវត្តទៅជាបិសាចតន់មកសម្លាប់ពពួកមនុស្សធម្មតាប៉ុន្តែស៊ីនយុនគឺមិនគិតចឹងនោះឡើយដោយស៊ីនយុនគឺចង់ការពារនិងជួយទៅដល់ពពួកមនុស្សទាំងអស់មិនថាមនុស្សដែលមានសែនបិសាចនិងមនុស្សដែលមិនមានសែនបិសាចនោះទេគឺគាត់ចង់ការពារទាំងអស់កំពុងតែដើរនិយាយបដាគាត់ក៏ស្រាប់តែក្លិនរបស់បិសាចដែលចិត្តនេះស៊ីនយុនក៏បានដើរទៅតាមក្លិនមួយនោះហើយក៏ឃើញថានៅទីតាំងកន្លែងហ្នឹងដែរគឺកំពុងតែមានពពួកបិសាចកំពុងតែធ្វើការវិបហាទៅកាន់មនុស្សយ៉ាងផ្ទុះបញ្ញាពេញន័យក្លែងមកខាងទីវិញយើងក៏បានឃើញពពួកមនុស្សដែលមានកម្លាំងថាមពលពិសេសពួកគេទាំងអស់គ្នានោះកំពុងតែប្រើថាមពលរបស់ពួកគេការពារទៅកាន់ពពួកមនុស្សធម្មតាក្លែងមកគាត់នេះវិញក៏កំពុងតែព្យាយាមការពារទៅកាន់ក្មេងប្រុសម្នាក់ស្របពេលដែលដៃរបស់គាត់កំពុងតែដាច់មកខាងចំណែកបិសាចវិញមកឡើងពី3ក្បាលពាត់ជុំវិញគាត់នឹងតែម្ដងទៅគាត់នឹងក៏បានធ្វើការប្រើថាមពលពិសេសរបស់ខ្លួនកាប់ទៅកាន់ពពួកបិសាចទាំងអស់នោះយ៉ាងលឿនខ្លាំងមែនទែនដាច់ជាបំណែកជាច្រើនកំណាត់ប៉ុន្តែនៅសល់បិសាចមួយកំពុងតែជាដៃវាយសម្ដៅទៅកាន់មកគាត់នឹងស្រន់នៅពេលនឹងសំណាងល្អខ្លាំងមែនទែនស៊ីយុនក៏បានមកដល់ទីតាំងកន្លែងនឹងតាន់ដោយស៊ីយុនក៏បានសោយទៅកាន់បិសាចមួយនោះវិញដៃពោពេញត្រង់ណាញ់នៃថាមពលស្រីបិសាចដែលបានធ្វើបិសាចមួយនោះខ្ទាតទៅបុកជាមួយនឹងដំបូលបណ្ដាធ្លុះធ្លាយទៅមកខាងទៀតគាត់នឹងនៅពេលដែលឃើញចឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដោយស៊ីយុនប្រើតែកំណាប់ដៃតែម្ដងធ្វើការវាយប្រហារទៅកាន់បិសាចមួយក្បាលនោះដែលបិសាចនឹងគឺមានកម្រិត level 2បន្ទាប់ពីបិសាចមួយក្បាលនោះខ្ទាតទៅឆ្ងាយហើយស៊ីយុនក៏ទៅយកក្បាលរបស់ខ្លួនទៅអុកជាមួយនឹងក្បាលគាត់នោះដើម្បីលាក់បាំងអំពីរឿងរបស់ខ្លួនដែលរូបគាត់នឹងធ្វើការទៅស៊ីសាច់បិសាចចំណែកបិសាច level 2មួយក្បាលនោះក៏បានវិលត្រឡប់មកវិញធ្វើការវាយប្រហារទៅកាន់ស៊ីយុនដោយឡែកស៊ីយុននៅវិញក៏បានប្រើជាមួយនឹងកម្លាំងនៃអំណាចថាពោស្ត្រៃបិសាចរបស់ខ្លួនបញ្ចេញដៃមកខាងធ្វើការមាត់ទៅកាន់បិសាចមួយនឹងត្រឹមតែមួយដៃនោះទេដែលបានធ្វើឲ្យវាផ្ងាប្រេដេកត្រង់ដីភ្លាមបិសាចមួយក្បាលនឹងបន្ទាប់ពីឃើញកម្លាំងនៃថាពោរបស់ស្រីបិសាចបែបនេះទៅធ្វើវាគឺឆ្ងល់ខ្លាំងមែនទែនថាតើស៊ីយុនគឺមានកម្លាំងថាពោរបស់ស្រីបិសាចនេះមកពីណាទៅប៉ុន្តែស៊ីយុនមិនបានឆ្លើយតបជាមួយនឹងវានោះឡើយដោយគ្រាន់តែប្រាប់វាថាយើងនឹងធ្វើការសម្លាប់ឯងក៏ដូចជាស៊ីសាច់របស់ឯងយកធ្វើជាចំណីហើយឯងមិនបាច់ឆ្ងល់ច្រើននោះទេនាពេលអនាគតយើងនឹងខ្លាយជាស្ដេចបិសាចរបស់ពួកឯងតើវាបានប្រាប់ចឹងហើយស៊ីយុនក៏បានធ្វើការស៊ីសាច់របស់បិសាចមួយនឹងតែម្ដងអញ្ចឹងខ្ញុំសូមស្ដីសាច់រឿងរបស់យើងត្រឹមប៉ុណ្ណឹងសិនចាំជួបគ្នានៅក្នុងភាគក្រោយទៀតហើយបើសិនជាល្អមើលអ្នកទាំងអស់គ្នាកុំភ្លេច comment ប្រាប់ខ្ញុំខាងក្រោមផងថាល្អមើលហើយនឹងចុច like ចុច comment ឲ្យច្រើនផងដើម្បីវីដេអូរបស់ខ្ញុំនឹងរែងឲ្យគេមើលច្រើនចឹងណាអូខេចាំទស្សនានៅវីដេអូសួស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តហើយក៏សូមសុំទោសអ្នកទាំងអស់គ្នាខ្លាំងមែនតើខ្ញុំបានខកខានចេញវីដេអូយូរដោយសារតែខ្ញុំមានបញ្ហាផ្ទាល់ខ្លួនតិចតួចចឹងណាតែឥឡូវអត់អីទេខ្ញុំមកត្រឡប់ធ្វើចប់ឡប់វិញហើយកុំភ្លេចចុច Subscribe អ្នកមួយផងគ្នាយើងតើឥឡូវយើងចូលទៅដល់ភាពបន្តទាំងអស់គ្នារឿងរបស់យើងក៏បានបន្តនៅពេលដែលស៊ីយុនធ្វើការស៊ីទៅកាន់សាច់វិស័យមួយក្បាលនេះវិស័យមួយក្បាលហ្នឹងវាក៏បាននិយាយទៅកាន់ទួយប្រាប់របស់យើងថាឯងគឺមានសែនរបស់ស្រីវិស័យប៉ុន្តែហេតុអីបានជាឯងស៊ីសាច់វិស័យរបស់គ្នាឯងចឹងហើយនៅថ្ងៃខាងមុខស្រីវិស័យគឺនឹងមិនលើកលែងឯងនោះឡើយទួយប្រាប់របស់យើងគ្រាន់តែលើកទៅមួយស្រីវិស័យភ្លាមគាត់ក៏បានឆ្លើយតបទៅវិញថាស្អីគេអាស្រីវិស័យនៅថ្ងៃអនាគតអញនឹងស៊ីទាំងស្ដេចបិសាចរបស់ឯងទៀតហើយនឹងធ្វើការគ្រប់គ្រងនៅពពួកពូជបិសាចរបស់ឯងទាំងអស់និយាយចប់ស៊ីយុនក៏បានធ្វើការឲ្យសាច់របស់វាស៊ីជាបំណែកចំណែកបិសាចមួយគាត់នឹងគឺបានស្រែកពុកពេញទៅដល់ការឈឺចាប់ឥឡូវយើងក៏លេចមកខាងនេះវិញយើងក៏បានឃើញជាមួយនឹងពពួកមនុស្សដែលមានថាមពលពិសេសកំពុងធ្វើការតតាំងជាមួយនឹងបិសាចមួយក្បាលដែលម្នាក់ប្រើថាមពលភ្លើងធ្វើការដុតកម្លោចទៅកាន់បិសាចចំណែកម្នាក់ទៀតប្រើថាមពលដើម្បីធ្វើការទប់បិសាចឲ្យវាជាប់ថឹងនៅនឹងតោះវាបានកម្ចាត់បិសាចមួយក្បាលនឹងហើយអាប៉ែមួយដែលត្រូវជាកូនចៅក៏បានសួរទៅកាន់មេក្រុមរបស់ខ្លួនថានៅពេលនេះលៀនជីយ៉ាងម៉េចហើយអាគាត់មេក្រុមនឹងក៏បានឆ្លើយតបទៅកាន់កូនចៅរបស់ខ្លួនវិញថានៅពេលនេះលៀនជីកំពុងតែធ្វើការចូលទៅក្នុង mall ដើម្បីកម្ចាត់ទៅកាន់បិសាចកម្រិត level 2ដើម្បីជួយទៅកាន់កូនក្មេងបន្ទាប់ពីលើចឹងហើយភ្ញាក់ផ្អើលខ្លាំងមែនទែនដោយលីនជីកំពុងតែទប់ទល់ជាមួយនឹងបិសាចកម្រិត level 2ដែលជាបិសាចខ្លាំងគួរសមដែរហើយមិនចាំពេលយូរនៅឡើយពួកគេទាំងពីរក៏បានធ្វើការរត់ទៅរកគ្នារបស់ខ្លួនម្នាក់ទៀតដែលឈ្មោះថាលីនជីនៅក្នុង mall នោះឯងប៉ុន្តែនៅពេលដែលទៅដល់គឺគួររន្ធត់ខ្លាំងមែនទែនលីនជីក៏បានដាច់ដៃមកខាងបាត់ទៅហើយដោយសារតែជួយទៅកាន់កូនក្មេងទាំងអស់ហ្នឹងឃើញចឹងមករុំក្រុមរបស់លីនជីក៏បានចូលទៅសរសើរលីនជីដែលសរសើរទៅកាន់លីនជីថាលីនជីពិតជាអស្ចារ្យអង្អាចខ្លាំងមែនទែនដែលបានលះបង់ដៃរបស់ខ្លួនដើម្បីជួយទៅកាន់កូនក្មេងទាំង3នាក់ហ្នឹងបានយ៉ាងមានសុវត្ថិភាពលីនជីបន្ទាប់ពីលីចឹងក៏បានបកស្រាយទៅវិញថាបិសាចមួយក្បាលនោះមិនមែនខ្លួនជាអ្នកកំចាត់នោះឡើយគឺមានបរិ
អាចក្បាំងម្នាក់ដែលមានស្លៀកពាក់ឈុតពណ៌ក្រហមដែលបានធ្វើការចូលទៅសម្រាប់បិសាចមួយនឹងដោយសារតែការបិសាចមួយគួរហ្នឹងគឺត្រឹមតែម្ដាយតែប៉ុណ្ណោះដែលរូកេគឺមានកម្លាំងស្អែកបិសាចក្នុងខ្លួនដែលមានរូបរាងដៃម្ខាងមើលទៅប្រៀបដូចជាដៃរបស់បិសាចអញ្ចឹងហើយមុនពេលដែលបរិបម្នាក់នោះបានធ្វើការវាយប្រហារទៅកាន់បិសាចម្នាក់នោះបរិបអាចក្បាំងម្នាក់ហ្នឹងក៏បានធ្វើឲ្យខ្ញុំបានសម្លាប់បាត់ទៅហើយប៉ុន្តែចុយដនខ្លាំងមែនទែនខ្ញុំក៏បានក្រោកមកវិញក្នុងកំឡុងពេលដែលបានឃើញរូកេគឺធ្វើការស៊ីទៅកាន់សាច់បិសាចមួយក្បាលនោះដែលធ្វើឲ្យពិបាកកត់សម្គាល់ខ្លាំងមែនទែនថាតើរូកេគឺជាបិសាចឬមួយក៏ជាមនុស្សឲ្យប្រកបប៉ុន្តែអ្វីមួយដែលគួរឲ្យកត់សម្គាល់នោះគឺជាដៃម្ខាងរបស់គេដែលជាដៃផ្នែកខាងឆ្វេងដែលមើលទៅគឺប្រៀបដូចជាដៃបិសាចអញ្ចឹងហើយដៃមួយហ្នឹងគឺមានកម្លាំងថាពោខ្លាំងមែនទែនមករុំក្រុមរបស់ខ្លួនគាត់ទៅលឺចឹងក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនស្អីគេមនុស្សស៊ីសាច់បិសាចហើយក៏ចាប់តាមចោទសួរថាតើបរិបម្នាក់នោះគឺជាបិសាចឬមួយក៏ជាមនុស្សឲ្យប្រកបទៅអពាក់មួយដែលទៅជាមេក្រុមក៏បានចូលនិយាយផងដែរថាបរិបម្នាក់នោះបើសិនជាបិសាចពិតប្រកបមែននោះរូកេប្រកបជាស៊ីសាច់មនុស្សដូចគ្នាប៉ុន្តែថាលីនជីជាមួយនឹងកូនក្មេងទាំង3នាក់ហ្នឹងគឺរួចជីវិតចេញមកដូច្នេះហើយរូកេគឺមិនស៊ីសាច់មនុស្សនោះឡើយដូច្នេះដើម្បីដឹងជាលក្ខពួកយើងគឺត្រូវតែចាប់គេឲ្យបានដើម្បីធ្វើការយកមកពិសោធន៍ក៏ដូចជាសាកសួរអញ្ចឹងទៅហើយអ្វីដែលចង់ដឹងខ្លាំងបំផុតនោះគឺជាកម្លាំងដៃម្ខាងរបស់គេដែលមានរូបរាងប្រៀបដូចជាដៃបិសាចហើយពិតជាមានកម្លាំងថោពោខ្លាំងដែលអាចកម្ចាត់ទៅកាន់បិសាចដោយត្រឹមតែម្ដាយហើយបរិបដែលពួកគេកំពុងតែនិយាយអំពីនោះគឺជាតួឲ្យប្រុសប្រយ័ត្ននៅក្នុងរឿងនេះឯងក៏លេចក៏មើលស៊ីនយល់វិញបន្ទាប់ពីបានស៊ីសាច់បិសាចមួយគាត់នឹងហើយរូបគាត់ក៏បានដើរត្រឡប់មកផ្ទះវិញដើរបដាគិតបដាក៏ដូចជាក្នុងកាពះនោះគឺឆ្អែតខ្លាំងមែនទែនដើរសុកស៊ីនយល់ក៏ស្រាប់តែនឹកឃើញដល់ថ្ងៃអតីតកាលដែលក្នុងកំឡុងថ្ងៃនេះផងដែរស៊ីយូនាងនឹងធ្វើការអវេខិនថាបរបស់នាងដែលត្រូវជារន្ទះបោះស្វាយហើយការអវេខិនរបស់នាងនេះគឺសាហាវខ្លាំងមែនទែនគឺបានធ្វើឲ្យមនុស្សនឹងគឺផ្ទុះងាប់មួយអាគារតែម្ដងដោយការអវេខិនរបស់នាងនឹងចាប់ផ្ដើមនៅក្នុងម៉ោង3:30នាទីព្រឹកហើយស៊ីនយល់របស់យើងក៏បានមើលទៅកាន់ម៉ោងទៅគឺថាវានៅសល់3-4ម៉ោងទៀតទៅដល់ពេលដែលនាងធ្វើការអវេខិនបន្ទាប់ពីនឹកឃើញចឹងហើយស៊ីនយល់ក៏បន្តគោលដៅទៅផ្ទះបន្តទៀតប៉ុន្តែចម្លែកខ្លាំងមែនទែនដើរសុកអំពូលភ្លើងនៅនឹងក៏ចាប់ផ្ដើមរលត់ហើយស៊ីនយល់របស់យើងក៏ចាប់ផ្ដើមមើលទៅកាន់អាគារដែលនៅចំពោះមុខរបស់គាត់ដែលស៊ីយូនាងធ្វើការស្នាក់នៅនោះឯងបន្ទាប់ពីឃើញចឹងស៊ីនយល់ក៏បានសន្និដ្ឋានថាការអវេខិនរបស់នាងនៅក្នុងជីវិតនេះខុសកាលពីជីវិតមុនដែលនៅក្នុងពេលវេលានេះក៏ដូចជាជីវិតនេះរបស់នាងគឺលឿនជាងកាលពីមុនក៏เลยទៅមើលស៊ីយូនៅក្នុងបន្ទប់នោះវិញនាងគឺពិបាកកម្រើកខ្លាំងមែនទែននៅពេលដែលថាពលរន្ទះបោះស្វាយរបស់នាងកំពុងតែធ្វើការអវេខិនចេញមកសម្បីតែចង់ចាប់យកទូរស័ព្ទដើម្បីខលទៅកាន់អ្នកដែលស្គាល់ដើម្បីជួយនាងក៏សឹងតែចាប់មិនចង់កាត់នោះឡើយហើយនាងក៏បានក្លែងទៅមើលដៃរបស់នាងក៏ដូចជារាងកាយរបស់នាងទាំងមូលនៅពេលនេះគឺពោពេញទៅដោយថាពលរត់ពីពេញរាងកាយរបស់នាងបាត់ទៅហើយបណ្ដានាងមិនអាចកម្រើកខ្លួនបាននោះឡើយហើយក្នុងចិត្តវិញក៏ចង់តាក់ទងឲ្យគេមកជួយផងដែរហើយក្នុងចិត្តម្យ៉ាងទៀតក៏ខ្លាចថាអ្នកដែលមកជួយនឹងក៏មានគ្រោះថ្នាក់ដោយសារការអវេខិនថាពលរបស់ខ្លួនស្របពេលជាមួយគ្នាស៊ីនយុនក៏បានឡើងមកដល់កន្លែងអួយរបស់នាងឃើញចឹងក៏ឆ្ងល់ខ្លាំងមែនទែនទើបនាងសួរទៅកាន់ស៊ីនយុនថាតើស៊ីនយុនឡើងលើអួយនេះដោយរបៀបណាទៅដោយសារតែអួយនៅកន្លែងដែលនាងនៅនឹងគឺវានៅទីខ្ពស់ខ្លាំងមែនទែនប៉ុន្តែស៊ីនយុនក៏គ្មានពេលបកស្រាយប្រាប់នាងច្រើននោះឡើយក៏បានស្ទុះទៅចាប់ស្មារបស់នាងដោយប្រើជាមួយនឹងដៃវិសាចរបស់ខ្លួនដល់ពេលឃើញចឹងនាងក៏ឆ្ងល់បន្តទៀតថាស៊ីនយុនរបស់យើងគាត់មានដៃវិសាចបែបនេះមកពីណាទៅប៉ុន្តែក៏គ្មានពេលបកស្រាយច្រើននោះឡើយស៊ីនយុនរបស់យើងក៏បានធ្វើការសុំទោសនាងហើយក៏បានចាប់អួយនាងចេញទៅក្រៅបង្អួយហើយខ្លួនក៏ស្ទុះចេញទៅតាមក្រោយហើយក៏ចាប់អីនាងហោះឡើងទៅលើនៃដំបូលអគារពេលដែលឡើងទៅដល់នៃដំបូលអគារហើយស៊ីនយុនក៏បានប្រាប់ឲ្យនាងបញ្ចេញនូវថាវពលទាំងអស់នោះបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ទៅទើបនាងក៏បានធ្វើតាមទើបថាវពលទាំងអស់ហ្នឹងក៏បានបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ដែលវាគឺជាថាវពលរន្ទះពណ៌ស្វាយបាញ់ឡើងចិញ្ចាចឆក់ឆក់ឡើងពេញមេឃហើយបន្ទាប់ពីការបែកខិនថាវពលរបស់នាងទទួលបានជោគជ័យហើយនាងក៏សួរទៅកាន់ស៊ីនយុនថាដៃរបស់ស៊ីនយុនហ្នឹងគឺជាដៃអ្វីទៅស៊ីនយុនក៏សម្រេចចិត្តប្រាប់នាងតាមត្រង់ថាដៃរបស់ខ្លួនហ្នឹងគឺជាដៃថាវពលរបស់ស្ដេចបិសាចទៅបណ្ដាដៃឆ្វេងរបស់គាត់ប្រែទៅជាបែបនេះប៉ុន្តែអត់អីនោះទេដោយសារតែខ្ញុំគឺអាចគ្រប់គ្រងជាមួយថាវពលទាំងអស់ហ្នឹងបានដូច្នេះហើយខ្ញុំគឺនៅតែមានញាណដូចជាមនុស្សធម្មតាអញ្ចឹងគ្រាន់តែថាមានថាវពលរបស់ស្ដេចបិសាចស្ថិតនៅក្នុងខ្លួនស៊ីយូគ្រាន់តែលើយើងភ្លាមក៏បានស្ទុះទៅបិទមាត់ស៊ីនយុនហើយក៏បាននិយាយប្រាប់ទៅកាន់ស៊ីនយុនថាលើកក្រោយមិនចាំបាច់ប្រាប់នាងការពិតក៏បានដោយគ្រាន់តែលើកយកហេតុផលណាមួយមកកុហកនាងឲ្យសមស្របក៏បានដែរព្រោះថាអាចកំបាំងរបស់ស៊ីនយុនបើសិនជាមានមនុស្សផ្សេងឮហើយរាយការណ៍ទៅកាន់ថ្នាក់លើនោះស៊ីនយុនប្រកាសជាមិនរួចខ្លួននោះឡើយដោយសារតែមានថាវពលបិសាចស្ថិតក្នុងខ្លួនបែបនេះបើមិនគេយកទៅសម្លាប់នោះទេក៏យកទៅពិសោធន៍ផងដែរស៊ីនយុនបន្ទាប់ពីឮចឹងហើយក៏បានសើចបន្តិចហើយស៊ីយូឃើញស៊ីនយុនសើចចឹងក៏បានថាឲ្យស៊ីនយុនថារឿងនេះមិនជារឿងលេងសើចទេគឺវាតាក់ទងជាមួយនឹងអាយុជីវិតរបស់លោកណាបន្ទាប់ពីឮចឹងហើយស៊ីនយុនក៏ស្ទុះទៅចាប់ស្មារបស់នាងហើយក៏និយាយទៅកាន់នាងថារឿងអាចកំបាំងទាំងអស់ខ្ញុំគឺអាចប្រាប់នាងបានទាំងអស់ព្រោះនាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំទុកចិត្តបំផុតនៅក្នុងពិភពលោកភពផែនដីមួយនេះស៊ីយូឮចឹងហើយក៏និយាយទៅកាន់ស៊ីនយុនវិញថាមែនហើយចុះពីសម្លេងមួយនេះលោកមិនមែននិយាយតែជាមួយខ្ញុំម្នាក់ណាដែលនាងនិយាយនេះគឺសំដៅទៅលើមនុស្សស្រីទាំង7នាក់ដែលត្រូវជាសង្សារចាររបស់ស៊ីនយុននោះឯងចឹងណាគេដែលមើលភាពមុនប្រកាសជាយល់ហើយថាស៊ីនយុនគឺមានសង្សារច្រើនខ្លាំងមែនទេអាមួយហ្នឹងមានដល់7នាក់ហើយក្រោយមកទៀតពួកគេទាំងពីរក៏ចាប់ផ្ដើមញ៉ាយញ៉ងគ្នាមើលទៅកាន់មេជាមួយគ្នាមើលទៅគឺ speed ខ្លាំងមែនទែនកំពុងតែញ៉ាយញ៉ងគ្នា speed សុកហ្នឹងស្រាប់តែក្នុងពេលហ្នឹងក៏មាន drone មួយមកថតសកម្មភាពរបស់ពួកគេហើយក្រោយមកទៀតក៏មានអ្នកវិទ្យាសាស្ត្រឡើងមកដល់ទីកន្លែងនេះដូចគ្នាដោយសារតែពួកគេទាំងពីរនាក់ហ្នឹងគឺបានឃើញជាមួយថាវពលនៃការអវេខិនរបស់នាងផ្ទុះឡើងទៅលើមេឃនោះគ្រាន់តែរត់ទៅដល់ភ្លាមអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងក៏បានសួរទៅកាន់ពួកគេទាំងពីរថាការអវេខិនថាវពលមិញហ្នឹងស៊ីយូក៏បានប្រាប់ទៅថានាងនេះហើយគឺជាអ្នកអវេខិនថាវពលអ្នកវិទ្យាសាស្ត្រប្រុសបន្ទាប់ពីចឹងហើយក៏បានប្រាប់នាងថាមិនបាច់ភ័យទេហើយក៏វាមិនមែនជាឈឺអីណាដែរហើយក៏បានប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថាឲ្យយកបំពង់នៃការតេស្តឈាមយកម្នេះក៏បានចាក់យកឈាមរបស់ស៊ីយូយកទៅពិសោធន៍នៅក្នុងហ្នឹងដំណក់ឈាមដែលបានតក់ទៅហ្នឹងគឺភ្លឺចាំងចាំងខ្លាំងមែនទែនដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រប្រុសម្នាក់ហ្នឹងមើលគឺសឹងតែខ្វាក់ភ្នែកទៅហើយដែលវាគឺជាប្រភេទឈាមដ៏កម្របំផុតដែលអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងគឺមិនដែលឃើញនោះឡើយក៏เลยទៅមើលការតេស្តឈាមរបស់ស៊ីនយុនវិញមើលទៅគឺឃើញធម្មតាខ្លាំងមែនទែនចំណែកក្នុងចិត្តរបស់ស៊ីនយុនវិញគឺភ័យមិនស្ទើរនោះទេដោយសារតែខ្លួនគឺមានសែនតាក់ទងជាមួយនឹងស្ដេចបិសាចដូច្នេះហើយបើសិនជាគេពិនិត្យឃើញស៊ីនយុនប្រកាសជាមានគ្រោះថ្នាក់ប៉ុន្តែការពិនិត្យរបស់អ្នកគ្រូពេទ្យមើលចង់មើលឡើងទៅក៏ឃើញថាប្រភេទឈាមរបស់ស៊ីនយុនហ្នឹងគឺខ្សោយខ្លាំងយូរតែមែនទែនដោយវាគឺជាប្រភេទឈាមដ៏ខ្សោយដ៏កម្រនិងពិបាករោហ្មងវាខ្សោយកម្រិតកំពូលហ្មងនាងក៏បានរៀបការប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រប្រុសផងដែរអ្នកវិទ្យាសាស្ត្រប្រុសលើបែបហ្នឹងហើយក៏បាននិយាយប្រាប់នាងថាឲ្យនៅពួកគេទាំងពីរនាក់ហ្នឹងទៅកន្លែង lab ធំរបស់ពួកគេតែម្ដងទៅដើម្បីពិនិត្យមើលហើយនឹង research មើលបន្ថែមទៀតស៊ីនយុនក្រោយពីលើថាឈាមរបស់ខ្លួនគឺជាប្រភេទឈាមដ៏ខ្សោយបំផុតដ៏កម្រហើយខ្សោយខ្លាំងបំផុតចឹងគឺធ្វើឲ្យស៊ីនយុនគឺឆ្ងល់ខ្លាំងមែនទែនដោយសារតែក្នុងឈាមរបស់
ស៊ីនជុនគឺជាសែនតកតងជាមួយនឹងស្រាយបិសាចដូច្នេះហើយវាមិនស័ក្តិសមនឹងខ្សោយបែបហ្នឹងនោះទេកិច្ចចោះកលាំងក៏បាននឹកឃើញថាខ្លួនគឺទៅតែស៊ីសាច់បិសាចចំណែកបិសាចមួយក្បាលហ្នឹងវាក៏បានស៊ីដៃរបស់អ្នកដែលមានថាមពលពិសេសហើយក៏បានធ្វើឲ្យការតែឈាមរបស់ស៊ីនជុនប្រែទៅជាបែបនេះបន្តមកទៀតរឿងរបស់យើងក៏បានកាត់ទៅដល់លទ្ធំនៃការពិសោធន៍របស់ពួកគេវិញជាក៏បានឃើញអ្នកវិទ្យាសាស្ត្រស្រីការណាប្រាប់ scan សន្តីគេនោះយកទៅ scan ទៅលើ six pack របស់ស៊ីនជុនហើយថានតែបាននិយាយសរសើរស៊ីនជុនថាស៊ីនជុនគឺមានរាងកាយដ៏សែនរឹងមាំហើយជាមួយនឹងរាងកាយមួយនេះគឺវាមិនស័ក្តិសមជាមួយនឹងសែនឬក៏ឈាមនៃការពិនិត្យពិសោធន៍មុននឹងសោះដោយពិនិត្យទៅឃើញឈាមដ៏ខ្សោយបំផុតហ្នឹងហើយពិនិត្យមើលហ្នឹងដូចជាមិនចង់ឲ្យស៊ីនជុនបិទអាវសោះចង់ប៉ះ six pack ស៊ីនជុនអីចឹងទៅស៊ីនជុនក៏សួរអ្នកគ្រូថាឥឡូវមិនអីខ្ញុំអាចបិទអាវរបស់ខ្ញុំបានទៅចាហ្នឹងក៏បានតទៅវិញរៀងអៀនថាបិទបានហើយតែក្នុងចិត្តវិញដូចជាមិនចង់ឲ្យស៊ីនជុនបិទសោះដល់ហើយស៊ីនជុនក៏នៅតែគិតតទៅជាមួយនឹងរឿងដែលខ្លួនបានស៊ីសាច់បិសាចហើយក៏បានធ្វើឲ្យសែនរបស់ខ្លួនក៏ដូចជាឈាមរបស់ខ្លួនប្រតិជាប្រភេទឈាមដ៏ខ្សោយបំផុតបែបនេះប៉ុន្តែវាក៏ល្អម្យ៉ាងផងដែរដែលបានជួយបិទបាំងជាមួយនឹងសែនបិសាចដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនជុនដែលធ្វើឲ្យអ្នកគ្រប់គ្នាមិនអាចដឹងអំពីសែនពិតប្រាកដរបស់ស៊ីនជុនចឹងណាប៉ុន្តែក្នុងចិត្តរបស់ស៊ីនជុនក៏នៅរៀងភ័យបន្តិចផងដែរខ្លាចថាខ្លួនឯងមិនអាចចូលទៅក្នុងសាលាណានយូបានសាលាណានយូហ្នឹងគឺជាសាលាមួយដែលប្រមូលផ្ដុំអ្នកដែលមានថាមពលពិសេសចូលទៅហ្វឹកហាត់ក៏ដូចជាប្រមូលផ្ដុំអ្នកដែលមានសមត្ថភាពថាមពលពិសេសដើម្បីការពារប្រយុទ្ធប្រឆាំងតទល់ជាមួយនឹងពពកបិសាចការពីពិភពលោកដល់អញ្ចឹងក៏បានសួរអ្នកវិទ្យាសាស្ត្រស្រីបញ្ជាក់ម្ដងទៀតសួរថាបើខ្លួនមានប្រភេទឈាមក៏ដូចជាសែនខ្សោយអញ្ចឹងតែខ្លួនគឺអាចចូលទៅក្នុងសាលាណានយូបានអត់អ្នកវិទ្យាសាស្ត្រស្រីក៏បានតទៅវិញថាវាគឺអាស្រ័យទៅលើការធ្វើតែបន្តទៀតអញ្ចឹងណាដល់ហើយអ្នកវិទ្យាសាស្ត្រស្រីហ្នឹងក៏រៀងចង់ញ៉ាស៊ីនជុនបន្តិចផងដែរដោយសារតែស៊ីនជុនមានសាច់ដុំធំស្អាតអីចឹងណាក៏និយាយទៅថាលើក្រោយមិនបាញ់ច្បាច់ហៅខ្ញុំហ្នឹងអ្នកវិទ្យាសាស្ត្រស្រីទៀតទេអាចថារាប់ខ្ញុំជាបងស្រីអីចឹងទៅហៅថាបងស្រីចឹងបានហើយដល់ហើយក៏សួរស៊ីនជុនថាឥឡូវបងស្រីអាចជួយបិទអាវបានអត់តែស៊ីនជុនក៏និយាយថាអត់អីទេឥឡូវខ្ញុំបិទហើយហ្នឹងហើយចេះស្រីហ្នឹងគឺចង់ប៉ះរាងកាយរបស់ស៊ីនជុនចឹងណាក្រោយមកទៀតអ្នកវិទ្យាសាស្ត្រស្រីក៏បានប្រាប់ថាស៊ីនជុនហ្នឹងទៅសារ៉ាលីសិនទៅហើយនាងក៏បានបើកទ្វារនៅពេលដែលបើកទ្វារទៅក៏បានឃើញអ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏ឆោឡោខ្លាំងមែនទែនដោយសារតែការពិនិត្យពិសោធន៍របស់ពួកគេគឺមានមនុស្សម្នាក់ដែលមានប្រភេទឈាមដ៏ពិសេសនិងកម្រខ្លាំងណាស់ហើយក៏មានថាពលរន្ទះដ៏ខ្លាំងផងដែរហើយមនុស្សដែលពួកគេកំពុងតែឆោឡោសម្ដៅទៅហ្នឹងគឺជា CU នោះហើយដែលនឹងគឺមានថាពលបំបែកកំណត់ត្រាពិភពលោកតែម្ដងក៏เลยទៅមើលកន្លែងធ្វើតេស្តនៅវិញដែលពួកគេក៏បានចាប់ CU ទៅឃុំនៅក្នុងបន្ទប់មួយកន្លែងហើយឲ្យនាងបញ្ចេញនូវថាពលរន្ទះរបស់នាងដើម្បីតេស្តនៅកម្រិតវល់របស់វាចឹងណាអ្នកវិទ្យាសាស្ត្រដែលនៅជុំវិញហ្នឹងក៏សប្បាយចិត្តនឹងអខ្លាំងមែនទែនដោយសារតែមាន CU គឺជាអ្នកដែលមានថាពលផ្គររន្ទះបែបនេះដែលថាពលផ្គររន្ទះគឺជាថាពលដ៏ល្អមួយក្នុងការកម្ចាត់ពពួកបិសាចដើម្បីការពារពពួកមនុស្សពីពពួកបិសាចក៏เลยទៅមើលការធ្វើតេស្តថាពលរបស់ CU នៅក្នុងនោះនៅវិញដោយអ្នកវិទ្យាសាស្ត្រក៏នៅតែចុចកងតាក់សន្តីគេម្យ៉ាងនោះហើយក៏បានធ្វើឲ្យនាងបញ្ចេញថាពលរន្ទះរបស់នាងចេញជាច្រើនវល់ខ្លាំងមែនទែនចាប់ពី100វល់ឡើងរហូតដល់2000វល់ឯណោះដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងការធ្វើតេស្តក៏នៅតែបន្តទៀតឡើងរហូតដល់2800វល់អ្នកវិទ្យាសាស្ត្រក៏បានសួរទៅកាន់នាងដែលនៅខាងក្នុងសួរថាតើនាងមានអារម្មណ៍យ៉ាងម៉េចដែរក្រោយពីការបញ្ចេញថាពលធ្វើការតេស្តបែបនេះ CU នៅក្នុងនោះក៏បានឆ្លើយតបទៅវិញថាគឺមានអារម្មណ៍ថាធម្មតាហ្នឹងទោះបីជាបញ្ចេញថាពលអស់ជាច្រើនវល់ហើយក៏ដោយក៏នៅតែមានអារម្មណ៍ថាធម្មតាអញ្ចឹងក៏មានន័យថាពលរន្ទះរបស់នាងស្ថិតនៅក្នុងខ្លួនរបស់នាងគឺមានសាហាវច្រើនខ្លាំងមែនទែនអ្នកវិទ្យាសាស្ត្រក្រោយពីឮថានាងមានអារម្មណ៍ធម្មតាបែបនេះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនដោយឡែកការធ្វើតេស្តរបស់ CU ក៏នៅតែបន្តឡើងរហូតដល់3000វល់នោះនៅពេលដល់ចំណុចមួយនេះក៏បានប្រាប់ឲ្យអ្នកវិទ្យាសាស្ត្រនឹងចុះធ្វើតេស្តនាងទៅបើសិនជានៅតែបន្តធ្វើតេស្តបន្តទៀតនោះថាពលរន្ទះរបស់នាងប្រកបជាចេញឡើងច្រើនឡើងនៅពេលដែលខ្លាំងលើសលប់ខ្លាំងពេកនោះនាងគឺមិនអាចគ្រប់គ្រងនៅថាពលទាំងអស់នោះបានឡើយអាចនឹងផ្ទុះតិចនៅ lab ទាំងមូលបានអ្នកវិទ្យាសាស្ត្រក្រោយពីឮចឹងភ័យខ្លួនខ្លាំងមែនទែនក៏ស្ទុះជិះបិទនៅការធ្វើតេស្តនាងយ៉ាងលឿនដោយឡែកស៊ីនយុនក៏ចង់ចូលទៅខាងក្នុងដើម្បីមើល CU ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានហាមប្រាមមិនឲ្យស៊ីនយុនចូលនោះទេខ្លាចថានៅពេលដែលស៊ីនយុនចូលទៅប៉ះពាល់ជាមួយនឹងថាពលក្រនតេអាចគ្រោះថ្នាក់ទៅដល់ជីវិតរបស់ស៊ីនយុនស្រាប់នៅក្នុងពេលហ្នឹងក៏មានបរិយាម្នាក់ជាមួយនឹងកូនប្រុសរបស់គាត់ដែលប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Dean Fan អាប៉ា Dean Fan ហ្នឹងជាមួយនឹងកូនប្រុសរបស់វាហ្នឹងគឺចង់ចូលទៅខាងក្នុងប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានតបទៅទាំងញ័រទាំងភ័យមិនចង់ឲ្យពួកគេនឹងចូលនោះឡើយតបទៅទាំងភ័យទាំងញ័រហ្នឹងដោយសារតែខ្លាចនៅអំណាចរបស់ពួកអាកតហ្នឹងចឹងណាអ្នកវិទ្យាសាស្ត្រក៏បានប្រាប់ទៅកាន់អាកតហ្នឹងផងដែរបើសិនជាចង់ចូលត្រូវតែផ្លាស់ប្ដូរសម្លៀកបំពាក់សិនឲ្យស្លៀកពាក់សម្លៀកបំពាក់បែបការពារជាមួយនឹងខាងពលរន្ទះទាំងអស់នោះដើម្បីកុំឲ្យឆក់ស្លាប់ចឹងទៅអាប៉ា Dean Fan ក៏បានតបទៅវិញថាត្រឹមតែរន្ទះកាក់អញ្ចឹងគឺមិនអាចធ្វើអីរកគាត់បាននោះឡើយចឹងរឿងរបស់យើងក្នុងពេលនេះសូមស្រាវត្រឹមសិនចាំជួបគ្នាក្នុងវីដេអូក្រោយហើយខ្ញុំនឹងចេញរឿងលឿនជាងមុនណាគ្នាយើងស្អែកនឹងនៅបានមើលអត់ឲ្យចាំយូរដោយការពីមុនទៀតទេហើយកុំភ្លេចចុច like និង subscribe ហើយជាមួយនឹង comment នៅលើវីដេអូនេះបានច្រើនផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតចឹងណាបាយបាយជួបគ្នាក្នុងវីដេអូក្រោយរឿងរបស់យើងក៏បានបន្តនៅពេលដែលពុកកូនទាំងពីរនាក់ហ្នឹងចូលទៅក្នុងកន្លែងធ្វើតេស្ត CU អាកតមួយដែលមានឈ្មោះថា Dean Fan ដែលត្រូវជាឪពុកនឹងវិញក៏កំពុងតែឈរចាំនៅខាងក្រៅចំណែកកូនរបស់អាកតនឹងវិញក៏បានចូលទៅនិយាយរតែជាមួយនឹង CU ឃើញអាកតនឹងដើរចូលមកចិត្តខ្លួនចឹងក៏បានហាមប្រាមអាប៉ែតនឹងថាមិនឲ្យមកចិត្តខ្លួននោះឡើយខ្លាចថានៅពេលដែលអាប៉ែតនឹងមកចិត្តនាងចឹងទៅប៉ះទាំងកិច្ចជាមួយថាពលរន្ទះរបស់នាងដែលកំពុងតែសរសៃពេញនឹងចឹងណាអាកតនឹងមិនស្ដាប់នោះឡើយនៅតែបន្តចូលទៅទៀតហើយបញ្ចេញជាមួយថាពលភ្លើងរបស់ខ្លួនចេញមកអូនប្រាប់ទៅកាន់ CU ថាថាពលរបស់នាងមិនមានឥទ្ធិពលអ្វីជាមួយនឹងខ្ញុំនោះឡើយដោយខ្ញុំក៏មានថាពលភ្លើងការពាររាងកាយរបស់ខ្ញុំបន្តមកទៀតក៏បានអោនចង់ទៅចាប់ដៃជាមួយនឹង CU ហើយថាទៅបានណែនាំឈ្មោះទៅកាន់ CU ផងដែរថាខ្លួនគឺមានឈ្មោះថា Fancy បន្តមកក៏បបួល CU ឲ្យចូលរួមក្រុមជាមួយនឹងខ្លួនហើយក៏និយាយញ៉ាយនាងថែមទៀតថានាងគឺមានឈ្មោះខ្ជូតឈ្មោះអីចឹងទៅស៊ីនចុននៅពេលដែលឃើញអាកតនឹងលុកថ្លំរបស់ខ្លួនចឹងគឺខឹងខ្លាំងមែនទែនចំណែក CU នាងក៏បដិសេធក្នុងការចាប់ដៃជាមួយនឹងអាកតនឹងដែលរកលេសថានៅពេលនេះគីសានីកំពុងតែពីពេញដៃរបស់នាងខ្លាចថានៅពេលដែលប៉ាអាកតនឹងតែអាកតនឹងឆក់ងាប់ចឹងណាអាប៉ែ Fancy នឹងក៏នៅតែនិយាយព្យាយាមអូសទាញនាងចូលទៅក្នុងក្រុមរបស់ខ្លួនបន្តទៀតដោយនិយាយថាគ្រួសាររបស់ខ្លួនមានឈ្មោះតកូល Fong គឺជាគ្រួសារមួយដែលមានអំណាចរៀងគួរសមដែរហើយគប់ផ្សំជាមួយនឹងសមត្ថភាពរបស់វាគឺជាថាមពលភ្លើងដែលមានសមត្ថភាពរៀងខ្លាំងដែរហើយក៏សង្ឃឹមថានាងនឹងចូលរួមជាមួយនឹងក្រុមរបស់ខ្លួន CU បន្ទាប់ពីស្ដាប់ហើយក៏បានបដិសេធអាកតនឹងភ្លាមហើយក៏និយាយតទៅវិញថាខ្លួនក៏មាន partner ក៏ដូចជាមាន team ចូលរួមជាមួយ
ជាមួយហើយអាប៉ែហ្វង់ឈីវិញក៏សួរនាងបញ្ជាក់ថាអាគាត់មួយដែលមកជាមួយនឹងនាងនឹងមែនស៊ីយូនាងក៏បានតបថាហ្នឹងហើយនិយាយមិនទាន់ផុតពីមាត់ស្រួលផងស៊ីនយុនរបស់យើងក៏បានដើរចូលមកតាមក្រោយស៊ីនយុនក៏បានដើរចូលទៅកាន់មកអាគាត់នឹងហើយគ្មានរយៈតេជាមួយនឹងអាគាត់នឹងឡើយធ្វើដូចជាអាប៉ែហ្នឹងគឺគ្មានវត្តមាននៅនឹងអញ្ចឹងអាប៉ែហ្វង់ឈីនៅពេលដែលឃើញអញ្ចឹងហើយក៏បានដាក់ចាក់ចេញពីកន្លែងហ្នឹងទៅហើយក៏លានាងចេញទៅជាមួយនឹងពូរបស់ខ្លួនបានរឿងរបស់យើងក៏បានកាត់ទៅដល់នៅពេលដែលអាប៉ែហ្វង់ឈីនៅបន្ទប់ជាមួយនឹងពូរបស់ខ្លួនដែលមានឈ្មោះថាដៀងហ្វង់នោះឯងហើយគ្នាយើងសុំទោសខ្លាំងមែនទែនភាគមុនខ្ញុំច្រឡំថាពួកគេទាំងពីរត្រូវជាឪពុកកូនអញ្ចឹងណាអាប៉ែហ្វង់ឈីក៏លោប្រាប់ពូរបស់ខ្លួនថាខ្លួនគឺមិនអាចអូសទាញនាងចូលជាមួយនឹងក្រុមរបស់ខ្លួនបានឡើយដោយសាររបស់នាងគឺជាសារដ៏កម្រខ្លាំងមែនតែបើសិនជាអាចអូសទាញនាងចូលទៅក្នុងគ្រួសារហ្វង់របស់យើងបាននោះប្រកាសជាល្អជាមិនខានពូរបស់វាក៏បានតទៅវិញថាទោះបីជាឯងខំប្រឹងអូសទាញនាងយ៉ាងណាក៏ដោយក៏មិនអាចបាននោះឡើយនោះក៏ដោយសារតែនាងគឺមានមនុស្សដែលនាងចូលចិត្តក៏ដូចជាចង់ចូលរួមក្រុមជាមួយបាត់ទៅហើយដូច្នេះដើម្បីយកនាងចូលរួមក្រុមជាមួយនឹងឯងក៏ដូចជាចូលរួមជាមួយនឹងគ្រួសារតកូហ្វង់របស់យើងគឺត្រូវតែកម្ចាត់អាម្នាក់ដែលនាងចូលចិត្តជាមួយសិនដែលមានឈ្មោះថាស៊ីនយុននោះហើយខណៈពេលជាមួយគ្នាក៏មានអ្នកខលរាយការណ៍ទៅកាន់គាត់ដោយរាយការណ៍ទៅថាមានមនុស្សម្នាក់ដែលមានសារដ៏ខ្សោយខ្លាំងមែនទែនដែលមានត្រឹមតែ 1% តែប៉ុណ្ណោះដែលនេះគឺជាសារដ៏ខ្សោយបំផុតនៅក្នុងពិភពលោកនេះហើយគេម្នាក់នោះក៏បានចោះឈ្មោះចូលរួមជាមួយនឹងសាលាណនយ៉នផងដែរលោកគ្រូនាយកបន្តពីលើចឹងហើយក៏បានតទៅវិញថាសារដែលខ្សោយបែបនេះដែលមានត្រឹមតែ 1% បែបនេះគឺដូចជាមនុស្សធម្មតាទូទៅអញ្ចឹងដូច្នេះហើយលោកគ្រូនិយមអ្នកហ្នឹងក៏មិនអនុញ្ញាតឲ្យស៊ីនយុនរបស់យើងចូលរួមជាមួយនឹងសាលាណានយូនោះឡើយដែលនិយាយទៅគឺមើលងាយទៅកាន់ស៊ីនយុនខ្លាំងមែនទែនថាស៊ីនយុនគឺជាមនុស្សធម្មតាមនុស្សដែលគ្មានសមត្ថភាពដូច្នេះហើយគឺត្រឹមតែជាកាកសំណល់តែប៉ុណ្ណោះអ្នករាយការណ៍ក៏បានតបទៅកាន់លោកគ្រូនិយមវិញថាបើយើងទៅតាមច្បាប់នៃសាលាណានយូមនុស្សដែលមានសារ 1% ក៏អាចមានសិទ្ធិក្នុងការចោះឈ្មោះចូលជាមួយនឹងសាលាណានយូផងដែរលោកគ្រូនិយមក៏ខឹងខ្លាំងមែនទែនក៏បានតបទៅទាំងកំហឹងថាតើឯងចាត់ទុកសម្ដីរបស់យើងជាសម្ដីអបប្រយោជន៍អ្នករាយការណ៍ឮហើយក៏ភ័យញ័រខ្លាំងមែនទែនគឺមិនហ៊ានតបតអ្វីទៅកាន់លោកគ្រូនិយមនោះទេហើយក៏បិទទូរស័ព្ទត្រឹមហ្នឹងទៅបន្ទាប់មកលោកគ្រូនិយមម្នាក់ហ្នឹងក៏បានទៅនិយាយជាមួយនឹងក្មួយរបស់ខ្លួនថាឯងមិនចាំបាច់ភ័យព្រួយទេមិនចាំបាច់ចាត់ទុកអាស៊ីនយុនម្នាក់ហ្នឹងនៅក្នុងខ្សែភ្នែករបស់ពួកយើងនោះទេលេទៅមើលស៊ីយូជាមួយនឹងស៊ីនយុនវិញស៊ីយូនាងក៏បានសួរទៅកាន់ស៊ីនយុនថាសានពិស័យដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនយុនហ្នឹងតើវានឹងមានផលប៉ះពាល់អ្វីខ្លះទៅកាន់ស៊ីនយុនទៅស៊ីនយុនក៏បានតបទៅវិញថាផលប៉ះពាល់អ្វីកើតមាននៅពេលដែលស៊ីនយុនឃ្លាននៅពេលដែលឃ្លានគឺវាឃ្លានចង់ស៊ីសាច់មនុស្សមានអីមនុស្សក្នុងពិភពលោកនេះសម្បូរមនុស្សអាក្រក់ដែរតាអញ្ចឹងនៅពេលដែលឃ្លានធ្វើការស៊ីសាច់ពពួកមនុស្សអាក្រក់ទាំងអស់ហ្នឹងទៅស៊ីនយុនលឺហើយគាំងបាត់ហើយដែលខ្លួនគឺខំជៀសវាងពីការស៊ីសាច់មនុស្សទៅស៊ីសាច់បិសាចប៉ុន្តែនាងបែរជាជំរុញឲ្យស៊ីនយុនទៅស៊ីសាច់មនុស្សទៅវិញខណៈពេលជាមួយគ្នាអ្នកវិទ្យាសាស្ត្រស្រីក៏បានដាក់ចូលមកហើយក៏បានរាយការណ៍ប្រាប់ទៅកាន់ស៊ីយូថានៅពេលនេះឪពុកម្ដាយរបស់នាងកំពុងតែម្ដងនាងស៊ីយូលឺហើយគឺអរខ្លាំងមែនទែនចង់ទៅរាយការណ៍ប្រាប់ឪពុកម្ដាយរបស់ខ្លួនប៉ុន្តែមុននឹងចាក់ចេញទៅរកឪពុកម្ដាយរបស់ខ្លួនស៊ីយូនាងក៏បាននិយាយលេងសើចជាមួយនឹងស៊ីនយុនផងដែរកុំភ័យនៅពេលណាដែលលោកឃ្លានប្រាប់ខ្ញុំមកខ្ញុំនឹងទៅចាប់ពពុះមនុស្សអាក្រក់ឲ្យលោកស៊ីហើយនាងក៏បន្ថែមទៀតថាបន្តិចទៀតនាងនឹងប្រាប់អំពីដំណឹងល្អដែលពួកយើងនឹងបានចូលរួមក្រុមជាមួយនឹងគ្នាក្នុងការកម្ចាត់ពពុះបិសាចឬមួយក៏បានចូលរៀនថ្នាក់ជាមួយគ្នាដើម្បីហ្វឹកហាត់ក្នុងការកម្ចាត់បិសាចចឹងណាពេលដែលនាងចាក់ចេញទៅបាត់ហើយស៊ីនយុនក៏សួរទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថានៅពេលនេះឈ្មោះរបស់ខ្លួនដែលបានចោះឈ្មោះចូលទៅក្នុងសាលាណានយូនោះតើចប់ដែរអត់នាងក៏បានតបទៅវិញថាការស្នើសុំរបស់ស៊ីនយុនហ្នឹងគឺត្រូវបានគេបដិសេធបាត់ទៅហើយដោយសារតែស៊ីនយុនគឺមានសែនដែលខ្សោយបំផុតត្រឹមតែ 1% បែបនេះដូចជាមនុស្សធម្មតាអញ្ចឹងហើយក៏ត្រូវបាននាយកបដិសេធហើយស៊ីនយុនលើការបដិសេធខាងសាលាបែបនេះហើយក៏បានតមកទៅវិញថាក្រែងសែនរបស់ខ្ញុំក៏ជាសែនមួយដែរនឹងកម្រមានក៏ដូចជាសែនមិនធម្មតាដែរតើមើលថាមានអ្នកណាគេដែលមានសែនត្រឹមតែ 1% ដូចខ្ញុំនោះវាគឺជាសែនដ៏ខ្សោយជាងគេបំផុតមែនប៉ុន្តែវាក៏ជាសែនដ៏កម្រផងដែរក្រែងខាងច្បាប់សាលានឹងជ្រើសរើសយកអ្នកដែលមានសែនមិនធម្មតាបែបនេះមែនទេអ្នកជាសាស្ត្រីក៏បានតទៅវិញថាជាការពិតណាខាងច្បាប់សាលាពិតជាអញ្ចឹងមែនប៉ុន្តែនាងក៏មិនដឹងឡើយថានរណាគេជាអ្នកសម្រេចចិត្តនឹងបដិសេធការស្នើសុំរបស់ស៊ីនយុនទេប៉ុន្តែមិនអីនោះទេនាងនឹងធ្វើការស្នើសុំឲ្យស៊ីនយុនម្ដងទៀតបើថាម្ដងនេះទៀតមិនជោគជ័យខ្ញុំនឹងស្នើម្ដងទៀតស្នើហើយស្នើទៀតស្នើហើយស្នើទៀតស្នើរហូតតទៅជោគជ័យបានសម្រេចស៊ីនយុនលឺហើយក៏បានអរគុណទៅកាន់នាងខ្លាំងមែនទែនហើយក៏បានប្រាប់នាងថាមិនចាំបាច់ស្នើខ្លួនច្រើនបែបនេះនោះឡើយបើស្នើកាន់តែច្រើនទៅខ្លាចថាមានបញ្ហាប៉ះពាល់ទៅដល់នាងអញ្ចឹងណាស៊ីនយុនដល់វិញបានធ្វើការបញ្ចេញនៅថាមពលរបស់ខ្លួនដែលមានពលឺបន្តិចបន្តួចហើយក៏និយាយក្នុងចិត្តថាតាមមើលទៅតតែខ្លួនបញ្ចេញនៅសែនបិសាចរបស់ខ្លួនចេញមកទៅពួកគេសម្រេចឲ្យខ្លួនចប់មើលទៅនាងក៏បានតបទៅកាន់ស៊ីនយុនថាខ្ញុំមិនខ្លាចនោះទេស្របពេលជាមួយគ្នាទូរស័ព្ទរបស់នាងក៏បានលោតសារមកប្រាប់ដែលអ្នកខាងថ្នាក់លើក៏បាននិយាយពិចារណាទាក់ទងជាមួយនឹងសែនរបស់ស៊ីនយុនដែលជាសែន 1% មិនធម្មតាហ្នឹងឯងដែលនេះគឺជាដំណឹងល្អខាងថ្នាក់លើក៏បានផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយូក្លែងទៅមើលទឹកមុខស៊ីនយុនវិញគឺមិនសូវជាអសប្បាយចិត្តប៉ុន្មាននោះទេហើយក៏ដឹងខ្លួនជាស្រេចផងដែរថាអ្នកខាងថ្នាក់លើប្រកាសជាចាប់អារម្មណ៍ជាមួយនឹងខ្លួនជាជាមិនខានក៏លេចមកអាប៉ែហ្វុងស៊ីដែលមានថាវពលភ្លើងក្នុងខ្លួននៅនេះវិញនៅក្នុងអំឡុងពេលហ្នឹងគឺវាក្តៅក្រហាយខឹងខ្លាំងមែនទែនធ្វើការបញ្ចេញថាវពលភ្លើងរបស់ខ្លួនចេញមកដុតបំឡោយទៅកាន់សត្វមូសនៅជុំវិញហ្នឹងដែលវាគឺខឹងខាងថ្នាក់លើដែលបានផ្ដល់សិទ្ធិផ្ដល់ឱកាសឲ្យស៊ីនយុនធ្វើការចោះឈ្មោះចូលក្នុងសាលាណានយូហើយវាក៏បានសច្ចាថានឹងធ្វើការកម្ចាត់ស៊ីនយុនចេញក៏ដូចជាទៅតាមស៊ីយូពីស៊ីនយុនឲ្យតទៅបានខណៈពេលជាមួយគ្នាពូរបស់វាក៏បានមកពីក្រោយខ្នងរបស់វាហើយក៏បានប្រាប់ទៅកាន់វាថាខាងថ្នាក់លើក៏បានថាខ្លួនផងដែរក៏ដោយសារតែការបដិសេធល្មើសច្បាប់ដែលបណ្ដោយស៊ីនយុនចូលរួមជាមួយនឹងសាលាណានយូប៉ុន្តែអីនោះទេនៅថ្ងៃខាងមុខយើងនឹងធ្វើការផ្ដួលវានៅក្រោមស្នាដៃគ្រួសារហ្វង់របស់យើងក៏ដូចជាចន់ទម្លាក់វាឲ្យដល់បាត់បំផុតមិនត្រឹមតែប៉ុណ្្នឹងនោះទេអាប៉ែឌីងហ្វង់ដែលត្រូវជានាយកសាលាមួយហ្នឹងវាក៏បានធ្វើការសោកសនុកលុយ2លាននៅក្នុងការជួលអ្នកចាត់ចែងនៅក្នុងការធ្វើតេស្តហ្នឹងដើម្បីកម្ចាត់តួឲ្យប្រុសរបស់យើងចេញសាររឿងរបស់យើងក៏បានកាត់ផ្ដល់នៅកន្លែងអ្នកដែលធ្វើតេស្តនៅក្នុងការចូលរួមជាមួយនឹងសាលាណានយូខណៈពេលហ្នឹងក៏មានសម្លេងមួយបានបន្លឺឡើងថារយៈពេល5ថ្ងៃធានាសុវត្ថិភាពនៅក្នុងការធ្វើតេស្តដើម្បីចូលក្នុងសាលាណានយូនៅក្នុងទីតាំងកន្លែងហ្នឹងយើងក៏បានឃើញបរិបទ2នាក់ដែលបរិបទសក់វិញនៅខាងក្រោយក៏ធ្លាក់ទូរស័ព្ទវាក៏រៀងភ្ញាក់បន្តិចហើយក៏សួរទៅកាន់អាគាត់ហ្នឹងថាមានរឿងកើតឡើងមែនអាគាត់ហ្នឹងក៏ឆ្លើយទៅវិញថាអត់មានរឿងអីទេក៏លេចទៅទឹកមុខជាមួយនឹងខ្សែភ្នែករបស់វាវិញដូចជារៀងភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងចំនួនទឹកលុយ1លានណោះដែលត្រូវបានគេកក់នេះគ្រាន់តែជាចំនួនកក់នោះទេចំណែកតម្លៃពេញរហូតដល់20លានណោះដែលរៀបគម្រោងក្នុងការកម្ចាត់តួឲ្យប្រុសរបស់យើងនោះឯងសាររបស់យើងក៏បានកាត់ទៅដល់អាកូនចៅជាមួយនឹងចៅវាយហ្នឹងក៏បានជួបជុំគ្នាហើយក៏
សម្លឹងទៅកាន់ប្រវត្តិរូបសង្ខេបរបស់ស៊ីនយុនដែលពួកគេទាំងពីរនាក់នេះត្រូវបានជួលទៅដោយនាយកសាលាដើម្បីមកកម្ចាត់ស៊ីនយុនចេញក្រោយមកទៀតយើងក៏បានឃើញពួកគេក៏បានតាមដាននៅសកម្មភាពរបស់ស៊ីនយុននៅក្នុងកន្លែងធ្វើតេស្តដែលមើលទៅសកម្មភាពរបស់ស៊ីនយុននៅពេលនេះដូចជាមនុស្សដែលដាច់បាយអញ្ចឹងអាកតនេះវិញក៏និយាយក្នុងចិត្តថាមើលទៅទឹកមុខរបស់វាដូចជាមនុស្សដែលដាច់បាយជាច្រើនថ្ងៃអញ្ចឹងហើយគ្រាន់តែទម្លាក់ឲ្យឯងទៅធ្វើតេស្តជាមួយនឹងពពួកសត្វវិសាចទៅនោះសត្វវិសាចនឹងហាយឯងជាចំណែកដូច្នេះហើយយើងនៅទទួលបានប្រាក់រង្វាន់20លាននៅក្នុងការកម្ចាត់ឯងចេញពីគ្រួសារតកូហ្វងរឿងរបស់យើងក៏បានកាត់ទៅដល់កន្លែងអ្នកដែលធ្វើតេស្តទាំងអស់នោះវិញដែលក្នុងកន្លែងហ្នឹងក៏មានទួយប្រុសរបស់យើងផងដែរហើយក៏មានបេក្ខជនជាច្រើនផ្សេងទៀតដែលត្រូវមកធ្វើតេស្តចំណែកទួយប្រុសរបស់យើងនៅពេលនេះសែនវិសាចរបស់គាត់ដែលស្ថិតនៅក្នុងខ្លួនកំពុងទៅទាមទារចំណីដែលចំណីរបស់វានោះគឺជាសាច់មនុស្សប៉ុន្តែទួយប្រុសរបស់យើងគឺហាមចិត្តខ្លួនឯងមិនត្រូវស៊ីសាច់មនុស្សនោះទេគឺស៊ីសាច់វិសាចជំនួយសាច់មនុស្សស្របពេលជាមួយគ្នាការប្រកាសលក្ខខណ្ឌនៃការប្រកួតក៏ត្រូវបានចាប់ដើមដែលលក្ខខណ្ឌនៃការប្រកួតគឺមានរយៈពេល3ម៉ោងហើយត្រូវតែធ្វើការប្រយុទ្ធតតាំងជាមួយនឹងពពួកវិសាចដែលពួកគេបានប្រឡែងដើម្បីឲ្យអ្នកធ្វើតេស្តហ្នឹងធ្វើការប្រយុទ្ធតទល់ជាមួយហើយអ្នកដែលអាចរស់ជីវិតចេញមកបាននោះអ្នកហ្នឹងនឹងជាប់នៃការធ្វើតេស្តមួយនេះហើយការធ្វើតេស្តសាកល្បងទាំងអស់ហ្នឹងគឺត្រូវជ្រើសរើសអ្នកធ្វើតេស្តទាំងអស់ហ្នឹងទៅចូលរួមជាមួយនឹងគ្នាទាំងអស់ប៉ុន្តែមានករណីពិសេសមួយសម្រាប់ស៊ីនយុនដោយស៊ីនយុនរបស់យើងគឺត្រូវតែទៅមុនគេបង្អស់តាមក៏ប៉ុន្តែគ្មានករណីពិសេសអីទេគ្រាន់តែពួកអស់ហ្នឹងវាក៏បានរៀបចំល្បិចក្នុងការសម្លាប់ទួយប្រុសរបស់យើងដើម្បីទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានគ្រួសារតកូហ្វងហ្នឹងគឺអាពូហើយនឹងក្មួយនោះឯងគ្នាយើងបេក្ខជនទាំងអស់គ្នាដោយមិនដឹងខ្យល់អីហ្នឹងក៏គិតថាស៊ីនយុនត្រូវបានគេជ្រើសរើសក្នុងករណីពិសេសឲ្យទៅមុនគេបែបនេះក៏គិតថាស៊ីនយុនគឺស៊ីសនុកសុកប៉ាន់ដើម្បីឲ្យខ្លួនចាប់អូតូអីណាណីចឹងទៅក្លេទៅមើលស៊ីនយុនវិញនៅពេលនេះគឺកាន់តែខ្សោះខ្សោយទៅហើយដោយសារតែសែនកំពុងតែទាមទារចំណីជាខ្លាំងដល់ថ្នាក់ស៊ីនយុនក៏បានមើលឃើញមនុស្សគ្រប់គ្នាគឺជាចំណីរបស់ខ្លួនប៉ុន្តែក៏ហាមចិត្តខ្លួនឯងវិញថាខ្លួនគឺមិនស៊ីមនុស្សនោះទេគឺរងចាំស៊ីសាច់វិសាចតែប៉ុណ្ណោះក្នុងពេលបន្តទៀតអាកមម្នាក់នេះក៏បានយកស៊ីនយុនទៅកន្លែងច្រកទ្វារក្នុងការធ្វើតេស្តជាមួយនឹងពពួកវិសាចគ្រាន់តែដល់កន្លែងច្រកទ្វារនឹងភ្លាមស៊ីនយុនក៏សង្កេតឃើញឈាមដែលជាប់លបងទ្វារហ្នឹងស៊ីនយុនក៏ដឹងថាឈាមនេះគឺជាឈាមអ្នកប្រយុទ្ធដែលមានសមត្ថភាពរៀងខ្លាំងគួរសមប៉ុន្តែក៏បានប្រយុទ្ធចាញ់វិសាចស៊ីនយុនក៏បានចូលទៅក្នុងច្រកទ្វារចំណែកទ្វារក៏ត្រូវបានបិទមុននឹងចូលទៅប្រយុទ្ធជាមួយនឹងពពួកវិសាចទាំងអស់ហ្នឹងអាម្នាក់ហ្នឹងវាក៏បានប្រាប់ស៊ីនយុនផងដែរថានៅក្នុងហ្នឹងគឺមានពពួកវិសាចដែលមានឆ្អឹងដែកបែករបស់វារៀងថ្លាដែលឯងគឺទៅតែប្រយុទ្ធជាមួយនឹងពួកវាហើយរួចជីវិតឲ្យបាននៅពេលដែលឯងរួចជីវិតបានហើយអាចចេញតាមច្រកទ្វារមួយនេះបាននោះឯងនឹងជាប់ក្នុងការធ្វើតេស្តសាកល្បងប៉ុន្តែបើសិនជាមិនអាចប្រយុទ្ធឈ្នះនោះទេហើយក៏មិនអាចចាក់ចេញពីទ្វារនេះបាននោះឯងនឹងស្លាប់នៅក្នុងនឹងជាជាមិនខានអញ្ចឹងការធ្វើតេស្តសាកល្បងមួយនេះដូចជាយកជីវិតទៅបដូរអញ្ចឹងបើសិនជាគ្មានសមត្ថភាពនិយាយចប់សពគ្រប់ហើយក្នុងចិត្តរបស់វាក៏សម័យថានៅពេលដែលស៊ីនយុនរបស់យើងទៅជួបជាមួយនឹងពពួកបិសាចទាំងអស់ហ្នឹងនោះពពួកបិសាចទាំងអស់ហ្នឹងនឹងហែកសាច់ស៊ីនយុនជាចំណែកហើយក៏គិតសប្បាយចិត្តថាខ្លួននឹងទទួលបានប្រាក់រង្វាន់ពីគ្រួសារតកូហ្វងចំនួន20លានហើយក៏ដេកសោយសុខជាមួយនឹងលុយហ្នឹងអញ្ចឹងទៅនិយាយរួចរាល់ហើយក៏បានដើរចេញទៅហើយក៏គិតក្នុងចិត្តថាចាំមើលថាឯងនឹងរស់បានប្រមាណវិនាទីបន្តមកទៀតអាម្នាក់នេះវាក៏បានធ្វើដំណើរទៅជួបជាមួយនឹងគ្នារបស់វាម្នាក់ទៀតដែលកំពុងតែរៀបចំគម្រោងជាមួយគ្នាក្នុងការកម្ចាត់ស៊ីនយុននោះឯងហើយក៏មកតាមដានមើលកាមេរ៉ាសុវត្ថិភាពនៃការប្រយុទ្ធរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចអាម្នាក់សក់វែងហ្នឹងវាក៏បានរាយការណ៍ទៅប្រាប់ចៅហ្វាយរបស់វាផងដែរហើយច្រកទ្វារតែមួយគត់ដែលស៊ីនយុនអាចរត់គេចខ្លួនបានក៏វាបានបិទខុំចិត្តអស់លេងផងដែរនិយាយរួមទៅនៅពេលនេះស៊ីនយុនដូចជានៅក្នុងគុកតែមួយអញ្ចឹងដែលមិនអាចចេញទៅណាបាននោះឡើយក្រៅពីប្រយុទ្ធជាមួយនឹងបិសាចហើយក៏បានសើចសប្បាយជាមួយនឹងគម្រោងរបស់ខ្លួនហើយបន្តមកទៀតក៏ចាប់ផ្ដើមភ្នាល់ថាស៊ីនយុនគឺអាចប្រយុទ្ធតទល់ជាមួយពពួកបិសាចទាំងអស់ហ្នឹងត្រឹមតែ5វិនាទីតែប៉ុណ្ណោះនោះស៊ីនយុននឹងងាប់ក្រោមស្រាដៃរបស់បិសាចទាំងអស់ហ្នឹងបន្ទាប់មកពួកគេទាំងពីរក៏សង្កេតទៅមើលការប្រយុទ្ធរបស់ស៊ីនយុនក៏ឃើញថាស៊ីនយុនក៏បានដើរចូលទៅហើយពពួកបិសាចក៏បានហក់មកផងដែរប៉ុន្តែពពួកបិសាចហ្នឹងមិនធ្វើអីស៊ីនយុននោះឡើយដោយសារតែស៊ីនយុនមានសែនរបស់បិសាចដូច្នេះហើយបិសាចទាំងអស់ហ្នឹងបានចាត់ទុកស៊ីនយុនដូចជាគ្នារបស់វាអញ្ចឹងដល់ឡែកក្លេទៅមើលស៊ីនយុនវិញក៏ស្រឡឹងឃើញបិសាចហ្នឹងគឺជាចំណីរបស់ខ្លួនស្រែកថាអាហាកំពុងតែសប្បាយសុកស៊ីនយុនក៏ស្រាប់តែនឹកឃើញថាពពួកបិសាចទាំងអស់ហ្នឹងគឺមិនវាប្រហារខ្លួននោះឡើយដោយសារតែខ្លួនគឺមានសែនបិសាចស្ថិតនៅក្នុងខ្លួនចំណែកពីក្បាលនេះវិញមើលតាមកាមេរ៉ាសុវត្ថិភាពក៏ឆ្ងល់ខ្លាំងមែនទែនហើយបានជាពពួកបិសាចទាំងអស់ហ្នឹងមិនធ្វើការវិបហាទៅកាន់ស៊ីនយុនអញ្ចឹងខណៈពេលហ្នឹងស៊ីនយុនក៏បានមើលឃើញកាតពណ៌មាសដែលកាតពណ៌មាសមួយហ្នឹងនៅពេលដែលស៊ីនយុនរើសបានហើយយកចេញទៅក្រៅនោះស៊ីនយុននឹងជាប់នៅក្នុងការធ្វើតេស្តសាកល្បងមួយនេះពីក្បាលនេះដែលឃើញថាស្ថានភាពមិនសូវស្រួលក៏បញ្ជូនអ្នកធ្វើតេស្តដើម្បីចូលរួមនៅក្នុងការទៅតាមកាតពណ៌មាសពីស៊ីនយុនដែលម្នាក់ហ្នឹងគឺជាអ្នកដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងកន្លែងធ្វើតេស្តមួយនេះម្នាក់ហ្នឹងគ្រាន់តែចូលទៅដល់ភ្លាមក៏បានធ្វើការវាយឆ្មក់ទៅកាន់ស៊ីនយុនដោយប្រើសមត្ថភាពនៅកែភ្នែករបស់វាដើម្បីបំផិតបំផន់ទៅកាន់ស៊ីនយុនប៉ុន្តែថាវពលរបស់វាមិនមានឥទ្ធិពលអ្វីទៅលើស៊ីនយុននោះឡើយខណៈពេលជាមួយគ្នាថាវពលរបស់ស៊ីនយុនក៏បាននិមិត្តចេញរូបរាងជាស្ដេចបិសាចចេញមកដែលបានធ្វើឲ្យម្នាក់ហ្នឹងគឺភ័យខ្លាចខ្លាំងមែនទែនអូខេគ្នាយើងចឹងចាំមើលការប្រយុទ្ធរបស់ស៊ីនយុនជាមួយនឹងពពួកបិសាចហ្នឹងនៅភាគក្រោយហើយកុំភ្លេចចុច Sub និងបើកសញ្ញាកណ្ដឹងឲ្យខ្ញុំផងចឹងស្លេះរឿងត្រឹមហ្នឹងសិនបាទមុននឹងចូលទៅក្នុងភាពបន្តគ្នាយើងកុំភ្លេចចុច Sub បើកសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងហើយនឹងចុច Like លើវីដេអូនេះក៏ដូចជា Comment នៅខាងក្រោយបានច្រើនភាពរបស់យើងក៏បានបន្តនៅពេលដែលគាត់នេះបានធ្វើការវាយឆ្មក់ទៅកាន់ស៊ីនយុនប្រើជាមួយនឹងកែវភ្នែកនៃថាវពលរបស់វាធ្វើការសន្តំចិត្តទៅកាន់ស៊ីនយុនប៉ុន្តែមិនអាចសន្តំចិត្តរបស់ស៊ីនយុនបាននោះឡើយដោយសារតែចិត្តរបស់ស៊ីនយុនពិតជារឹងមាំខ្លាំងណាស់ដោយនៅពេលហ្នឹងនៅក្នុងចិត្តរបស់ស៊ីនយុនក៏បាននិមិត្តចេញជារូបរាងស្ដេចបិសាចចេញមកជាមួយនឹងកូនចៅរបស់ស្ដេចបិសាចរួមផ្សំជាមួយនឹងសាកសពរបស់មនុស្សផ្សេងៗជាច្រើនទៀតដែលបានធ្វើឲ្យកប់អ្នកហ្នឹងក៏ពិតជាមានការភ័យយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមគិតឆ្ងល់ថាស៊ីនយុនគឺជាមនុស្សឬមួយក៏ជាបិសាចឲ្យប្រកបហេតុអីបានជាខ្លួនមិនអាចសន្តំចិត្តរបស់ស៊ីនយុនបានអញ្ចឹងហើយហេតុអ្វីបានជាក្នុងផ្លូវចិត្តរបស់ស៊ីនយុនពោពេញទៅដោយស្ដេចបិសាចបែបនេះឃើញហើយភ័យខ្លាំងមែនទែនក៏បានស្ទុះទៅក្រោយស្រែកគេជួយឡើងពេញណាពេញណីចំណែកផ្ទៃមុខរបស់វាទាំងមូលបានហូរឈាមឡើងសស័កសស្រាំពេញហ្នឹងខណៈពេលជាមួយគ្នាយើងក៏បានឃើញបិសាចកំពុងតែខានរំនាំងគោកចំណែកបិសាចទាំងពីរក្បាលនេះវិញក៏បានហក់សម្រុកចូលទៅដើម្បីទៅវាយអាកត់ម្នាក់មួយដែលបានប្រើនៅវិជាសន្តំចិត្តស៊ីនយុននោះឯងដែលវាមិនវាយស៊ីនយុនទេដោយសារតែស៊ីនយុនគឺមានសែនវិសាចដូចជាវាដល់ឡែកស៊ីនយុនដែលឃើញចំណីមកនៅមុខខ្លួនចឹងហើយក៏ធ្វើការស៊ីវាតែម្ដងប៉ុន្តែមិនមែនជាស៊ីតាមមាត់នោះទេដោយសារតែកន្លែងនេះមានកាមេរ៉ាអញ្ចឹងហើយក៏ធ្វើការប្រើនៅដៃរបស់គាត់បញ្ចេញនៅមាត់របស់វិសាចស៊ីសាច់វិសាចក៏ដូចជាស្រូបថាមពលជាមួយនឹងឈាមសែនរបស់វាចូលទៅក្នុងរាងកាយរបស់ខ្លួនដើម្បីបំពេញកាពះអំឡុងពេល
ពេលហ្នឹងស៊ីនយ៉ុនគឺស្រូបបានតែបន្តិចទេហើយធ្វើឲ្យគាត់គឺមានកម្លាំងស្រួលខ្លួនខ្លាំងមែនទែនចំណែកបេសាចវិញក៏ចាប់បានធ្វើការបោកការវិបាហាទៅកាន់ស៊ីនយ៉ុនផងដែរស៊ីនយ៉ុនឃើញអញ្ចឹងក៏ខឹងបដ ாய் ស្អីគេទៅស៊ីបន្តិចសោះឲ្យខឹងអញទៅថ្នាក់ហ្នឹងក៏លេចមើលពួកអ្នករៀបចំកម្រងវិញមើលតាមកាមេរ៉ាសុវត្ថិភាពហើយក៏បានផ្ដោតគ្នាចាំមើលអាស៊ីនយ៉ុនម្នាក់ហ្នឹងវានឹងរស់បានរយៈពេលប្រមាណក៏លេចមើលកន្លែងស៊ីនយ៉ុនវិញអាគាត់នោះវិញក៏បានហាមគាត់ស៊ីនយ៉ុនថារត់មកក្រោយភ្លាមមកបើមិនចង់ងាប់ប៉ុន្តែគ្មានទេស៊ីនយ៉ុនរបស់យើងគាត់ក៏បានចូលទៅដាក់ទៅកាន់បេសាចត្រឹមតែម្ដាយតែប៉ុណ្ណោះដែលបានធ្វើវាដាច់ក្បាលជាពីរចំណែកបេសាចមួយក្បាលទៀតវិញស៊ីនយ៉ុនក៏បានដាក់ត្រឹមតែម្ដាយថែមទៀតបានធ្វើវាដាច់ខ្លួនជាពីរធ្វើឲ្យបេសាចទាំងពីរក្បាលហ្នឹងងាប់ឡើងខ្ទេចអាគាត់នេះឃើញសមត្ថភាពរបស់ស៊ីនយ៉ុនខ្លាំងបែបនេះហើយក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនចំហមាត់ដល់ក៏ប៉ុណ្ណាណីហើយក៏ដឹងខ្លួនផងដែរថាហេតុអ្វីបានជាខ្លួនមិនអាចសំណប់ចិត្តរបស់ស៊ីនយ៉ុនបានក៏លេចមើលពួកពីរក្បាលនេះវិញឃើញហើយក៏តក់ស្លុតខ្លាំងមែនទែនដោយនឹកស្មានមិនដល់នោះឡើយថាសមត្ថភាពរបស់ស៊ីនយ៉ុនខ្លាំងដល់កម្រិតនេះដោយប្រើត្រឹមតែកដាប់ដៃធម្មតាមាត់សម្រាប់បេសាចម្ដាយងាប់ខ្ទេចដល់ពេលអញ្ចឹងពួកពីរក្បាលនេះក៏បានរៀបចំនៅគម្រោងការថ្មីដើម្បីកម្ចាត់ស៊ីនយ៉ុនប៉ុន្តែពួកយើងអត់ដឹងថាគម្រោងការអ្វីទៀតនោះទេក៏លេចមើលកន្លែងធ្វើតេស្តរបស់ពួកគេវិញនៅក្នុងពេលនេះអ្នកដែលគ្រប់គ្រងទៅលើការធ្វើតេស្តហ្នឹងក៏បានអនុញ្ញាតឲ្យអ្នកគ្រប់គ្នាបាននៅជុំផ្ដុំគ្នាដើម្បីប្រយុទ្ធតតាំងជាមួយបេសាចដែលពួកគេនឹងប្រឡែងចេញមកក្នុងពេលឆាប់ៗនេះនៅអំឡុងពេលហ្នឹងអាកតនេះវាក៏បាននិយាយទៅកាន់ស៊ីនយ៉ុនដោយនិយាយទៅរបៀបដូចថាស៊ីនយ៉ុនហ្នឹងគឺជាអ្នកដែលស៊ីសនុកសុកប៉ាន់អញ្ចឹងដោយសារតែគេឲ្យស៊ីនយ៉ុនចូលមកមុនគេអញ្ចឹងណាហើយថែមទាំងមើលងាយថាស៊ីនយ៉ុនហ្នឹងគឺជាមនុស្សដែលគ្មានសមត្ថភាពថែមទៀតអាក្បាលខៀវក្រោយពីឃើញអញ្ចឹងក៏បានប្រាប់ទៅកាន់អាកតហ្នឹងដាក់ទឿនអាកតហ្នឹងថាកុំទៅញញជាមួយស៊ីនយ៉ុនអីព្រោះស៊ីនយ៉ុនគឺសាហាវខ្លាំងណាស់បើមិនចង់ត្រូវឬក៏មិនចង់ជួបគ្រោះថ្នាក់ទេកុំទៅក្បែរស៊ីនយ៉ុនឲ្យសោះហើយពីដើមឡើយខំគិតថាហែងនេះគឺជាមនុស្សដែលខ្លាំងខំចាត់ទុកថាហែងគឺជាគូប្រជែងដ៏ធំសម្រាប់អញប៉ុន្តែពេលនេះហែងក៏ត្រឹមតែជាសម្រាប់ដូចជាស៊ីនយ៉ុនអញ្ចឹងនិយាយមកស្រាប់ហើយថែមទាំងមើលងាយថែមទៀតអាក្បាលខៀវវាក៏នៅតែប្រាប់បន្តទៀតអញ្ចឹងថាស៊ីនយ៉ុនគឺជាមនុស្សដែលមានអំណាចខ្លាំងមែនបើសិនជាមិនចង់ត្រូវទេកុំទៅញញជាមួយស៊ីនយ៉ុនឲ្យសោះអាម្នាក់ហ្នឹងក៏នៅតែមិនស្ដាប់ហើយក៏បន្តតឲ្យទៀតនោះឡើយក៏បានហៅគ្នារបស់វាផ្សេងទៀតព្រមពាត់ស៊ីនយ៉ុនដើម្បីបដៅស៊ីនយ៉ុនចេញម្ដងហើយវាក៏បានហៅស៊ីនយ៉ុនថាជាអាសម្រាមខណៈពេលជាមួយគ្នាក៏មានបិសាចមួយក្បាលបានចូលមកប្រជុំជាមួយនឹងពួកគេហើយយើងក៏បានឃើញបរិសម្នាក់ដែលមានសក់ក្បាលតងោនោះឯងអាម្នាក់ហ្នឹងហ៊ានខ្លាំងមែនទែនឈរប្រជុំមុខជាមួយនឹងបិសាចហើយក៏បានមើលងាយបិសាចថាបិសាចក៏ពេកកពុកចឹងដាក់តាមម្ដាយងាប់ហើយចំណែកអាម្នាក់នៅខាងក្រោយនោះវិញក៏បានដាក់ទឿនអាតងោឲ្យបកក្រោយផងដែរប៉ុន្តែអាតងោអត់ស្ដាប់នោះឡើយវានឹងគិតថាវាខ្លាំងដូចជាតួឯងចឹងណាពេលហ្នឹងវាក៏បាននិយាយថាអាស៊ីនយ៉ុនម្នាក់នោះគឺជាមនុស្សម្នាក់ដែលមានសែនខ្សោយខ្លាំងមែនទែនប៉ុន្តែក៏នៅតែអាចសម្លាប់បិសាចទាំងពីរក្បាលនោះបានដែលវាយត្រឹមតែម្ដាយគ្មានអាវុធដើម្បីវាយនោះទេចំណែកយើងក៏មានសែនខ្លាំងជាងអាស៊ីនយ៉ុនដូច្នេះហើយត្រឹមបិសាចក៏ពេកកពុកចឹងប្រកាសជាកាក់សម្រាប់យើងចេះជាមិនខានប៉ុន្តែគ្មានទេអាតងោស៊ីតាមម្ដាយរបស់បិសាចនោះទេបានខ្ទាតទៅកំចាំងបាត់ឃើញចឹងអាម្នាក់នេះក៏បានមើលងាយអាតងោថាអាតងោក្បាលឡៃសំតែតងោចឹងមែនហើយវាក៏ចាប់ដើមគិតអំពីស៊ីនយ៉ុនដែលបានវាបហាសម្លាប់ទៅកាន់បិសាចទាំងពីរក្បាលនោះក្នុងពេលតែមួយដោយវាគិតថាស៊ីនយ៉ុនប្រកាសជាមានល្បិចអ្វីមួយហើយដោយឡែកស៊ីនយ៉ុននោះវិញអានោះមកងាយច្រើនពេកក៏បានប្រើកណ្ដាប់ដៃរបស់ខ្លួនហក់មាត់ទៅវាតែម្ដងអំឡុងពេលដែលមាត់ទៅហ្នឹងក៏ចាប់ដើមគិតថាខ្លួនគឺមិនគួរប្រើដៃឆ្វេងមាត់វានោះឡើយដោយសារតែអំណាចនៃដៃឆ្វេងគឺសាហាវខ្លាំងណាស់កន្លងមកហ្នឹងមាត់បិសាចតែម្ដាយងាប់ហើយចឹងហើយក៏ខ្លាចថាខ្លួនច្រូតដៃសម្រាប់អាមួយហ្នឹងចឹងទៅព្រោះថាកន្លងមកហ្នឹងបិសាចតែម្ដាយបាយសាច់ខ្ទេចក្រោយពីនឹកឃើញចឹងហើយស៊ីនយ៉ុនក៏គ្រប់គ្រងកម្លាំងខ្លួនឯងល្មមនោះទេហើយក៏បានមាត់ចំកណ្ដាលមុខអាមួយហ្នឹងតែម្ដងស្អីហែងហៅអាសម្រាមហ៎ទោះបីជាបន្ថយកម្លាំងហើយក៏ដោយមុខអាមួយនោះគឺបែកខ្ទេចកប់ទៅនឹងដីស៊ីនយ៉ុនឃើញចឹងក៏ភ័យខ្លួនបដ ாய் ក៏ប្រញាប់ទៅមើលវាចង់នឹងថាវាងាប់ឬមួយក៏រស់បើងាប់ដល់ស្បៃខ្លួនឯងហ្មងប៉ុន្តែមួយហ្នឹងអត់តងាប់នោះទេគឺនៅរស់ដល់ចឹងក៏រៀងធូរទ្រង់បន្តិចអានេះស៊ីនយ៉ុនបន្ថយកម្លាំងផងតែបើសិនជាស៊ីនយ៉ុនអត់បន្ថយកម្លាំងទេក្បាលរបស់វាប្រកាសជាបែកហើយស្របពេលជាមួយគ្នាអាម្នាក់នោះក៏បានបីអាតងោរត់មកហើយក៏ស្រែកសុំជំនួយពីស៊ីនយ៉ុនចំណែកអាមួយដែលស៊ីម្ដាយកប់ដីមុនហ្នឹងធ្លាប់តែមើលងាយស៊ីនយ៉ុនថាជាសម្រាមនៅពេលនេះក៏តង់ជើងស៊ីនយ៉ុនសូមអបអរស៊ីនយ៉ុនឲ្យជួយជីវិតខ្លួនផងតែវាសន្យាជាមួយស៊ីនយ៉ុនថាបើសិនជាស៊ីនយ៉ុនអាចជួយពួកគេបាននោះវានឹងផ្ដល់លុយឲ្យរហូតដល់50000យ៉នឯណោះក៏លេចមើលពួកអកតនេះវិញដែលឃើញថាគម្រោងការរបស់ខ្លួនចាត់ការស៊ីនយ៉ុនអត់បាននោះពួកវាក៏ចាប់ដើមខឹងហើយក៏បានរៀបគម្រោងការថ្មីមួយទៀតដោយគម្រោងការថ្មីរបស់ពួកវាហ្នឹងគឺនឹងធ្វើការប្រឡែងនៅពពួកសត្វបិសាចចំនួនរហូតដល់20ទៅ30ក្បាលឯណោះដើម្បីទៅសម្លាប់ស៊ីនយ៉ុនអាសក់វិញម្នាក់ហ្នឹងគ្រាន់តែលឺហើយភ័យខ្លួនបដ ாய் បោះប្រឡែងពពួកសត្វបិសាចទាំងអស់ហ្នឹងរហូតដល់20 30ក្បាលឯណោះនោះអ្នកដែលធ្វើតេស្តនៅកន្លែងហ្នឹងប្រកាសជាងាប់ទាំងអស់ហើយបើសិនជាខាងថ្នាក់លើស្រាវជ្រាវដឹងថានរណាគេជាអ្នកសាងនៅកំហុសទាំងអស់នោះពួកយើងប្រកាសជាជាប់ទោសប្រហារជីវិតជាមិនខានឃើញកូនចៅរបស់ខ្លួននិយាយបែបនេះអាកតហ្នឹងក៏បានសម្លូតទៅកាន់កូនចៅរបស់ខ្លួនហើយកំសាកមែនទេអាកំសាកគ្រួសារតកូហ្វងគឺជាគ្រួសារមួយដែលមានអំណាចហើយពួកគេក៏បានជឿជាក់លើពួកយើងឲ្យពួកយើងកំចាត់អបិសិនយ៉ុននឹងចេញហើយឯងមិនបាច់ភ័យនោះទេនៅពេលដែលយើងបានសម្រេចការងាររបស់ពួកយើងនោះពួកយើងនឹងទទួលបានលុយចំនួន20លានយ៉នពីគ្រួសារតកូហ្វង20លានយ៉ននោះយើងនឹងឲ្យឯង10លានយ៉នហើយឯងយកលុយទាំងហ្នឹងរត់គេចពីក្រុងនេះទៅលឺនៅចំនួនលុយដ៏ច្រើនបែបនេះហើយអាកតហ្នឹងវាក៏យល់ព្រមដូច្នេះរឿងបន្ទាប់ដែលពួកគេត្រូវធ្វើគឺទៅដោះលែងពពួកសត្វចម្លែករហូតដល់20ទៅ30ក្បាលឯណោះដើម្បីមកកំចាត់ស៊ីនយ៉ុនដែលពពួកសត្វចម្លែកទាំងអស់ហ្នឹងចំនួន18ក្បាលស្ថិតនៅក្នុងកម្រិតទី1ចំណែកពពួកបិសាចផ្សេងៗទៀតគឺកំពុងស្ថិតនៅក្នុងការពិសោធន៍ដោយស្ថិតនៅក្នុងការពិសោធន៍ទាំងដែរពពួកបិសាចទាំងអស់ហ្នឹងខ្លាំងខុសពីពពួកសត្វបិសាចធម្មតាចឹងហើយគម្រោងបន្ទាប់របស់ពួកវាគឺធ្វើការដោះលែងនៅពពួកសត្វបិសាចស្ថិតនៅក្នុងការពិសោធន៍ទាំងអស់ហ្នឹងចេញមកទាំងអស់លើទៅមើលស៊ីនយ៉ុនវិញនៅក្នុងពេលនេះស៊ីនយ៉ុនក៏បានប្រើនៅកម្រិតដៃរបស់ខ្លួនមាត់សម្រាប់ទៅកាន់បិសាចដើម្បីការពារពួកគេទាំងអស់គ្នានឹងស្ថិតនៅក្នុងកន្លែងហ្នឹងអាកតមួយដែលធ្លាប់តែមើលងាយស៊ីនយ៉ុនហៅស៊ីនយ៉ុនថាអាសម្រាមនេះឥឡូវវាបានចាត់ទុកស៊ីនយ៉ុនដូចជា idol របស់វាអញ្ចឹងហើយអរគុណស៊ីនយ៉ុនខ្លាំងមែនទែនដែលបានជួយជីវិតរបស់វាអញ្ចឹងហើយដើម្បីជាការតបស្នងទៅកាន់បងស៊ីនយ៉ុនខ្ញុំនឹងឲ្យលុយបងស៊ីនយ៉ុនចំនួន50000យ៉នហើយទោះបីជាខ្ញុំអត់មានណាខ្ញុំនឹងខំប្រឹងដើររកខ្ចីគេតទៅបានចេះនៅចិត្តហ្នឹងក៏បានផ្ទះវាម្ដាយស្អីគេហើយចង់អូសទិញអញទៅចោលបំណុលជាមួយនឹងឯងមែនបន្តមកទៀតនាងក៏បានអរគុណស៊ីនយ៉ុនផងដែរដែលបានជួយសង្គ្រោះជីវិតនាងពីការសម្លាប់របស់បិសាចហើយពួកគេទាំង3នាក់ហ្នឹងក៏បានដើរចេញពីកន្លែងហ្នឹងអាកតនោះនៅតែសឹកស្ញាយស៊ីនយ៉ុនអញ្ចឹងហើយវាក៏ថែមទាំងបាននិយាយទៅកាន់ស៊ីនយ៉ុនថាចង់ប៉ៅស៊ីនយ៉ុនឲ្យស៊ីបាយមកពេលខណៈពេលជាមួយគ្នាគឺមានបិសាចមួយក្បាលបានធ្លាក់មកពីលើពីការដោះលែងរបស់ពួកនោះចំកន្លែងពួក3ក្បាលហ្នឹងប៉ុន្តែអាកតនោះក៏វាក្លាហានមែនទែនដែលវាសុកចិត្តឲ្យត្រូវខ្លួនឯងហើយរុញច្រានពួកគេទាំងពីរនាក់នោះគេចេញពីគ្រោះថ្នាក់បិសាចចោះមកលឺសូរតែញ៉ាចអាមួយនឹងកឹបទាំងដីបដ ாய் អាម្នាក់នោះដែលនៅខាងក្រៅស៊ីនយ៉ុន
គឺវាឆ្ងល់មែនទែនតែការធ្វើតេស្តសាកល្បងហ្នឹងបញ្ចប់ត្រឹមហ្នឹងហើយអីហើយបានជាតម្លាក់បេសាច់មកថែមទៀតហើយនៅពេលដែលតម្លាក់បេសាច់មកហ្នឹងអត់មានផ្ដល់ដំណឹងប្រាប់ពួកគេសម្បីតែបានតែតិចសោះស៊ីញយុនក៏ឈប់ប្រឈមមុខជាមួយនឹងពពួកបេសាច់ហើយក៏កើតក្នុងចិត្តពួកអស់នេះប្រកាសជាមានកម្រងអ្វីក្នុងការកម្ចាត់ខ្លួនជាមិនខានចំណែកអំណាចនេះវិញចង់រត់គេចខ្លួនហើយថែមទាំងបានហៅនាងទៅថែមទៀតផងប៉ុន្តែនាងគឺមិនចង់ទៅទេដោយនាងគឺចង់ជួយបងប្រុសរបស់នាងចឹងណាដល់អញ្ចឹងនាងក៏រត់ចូលទៅវាយទៅកាន់បេសាច់មួយកែងហ្នឹងគ្មានបានធ្វើឲ្យបេសាច់ហ្នឹងញ័រស្បីតែមកទេដល់អញ្ចឹងនាងក៏អង្គុយយំដែលមិនអាចជួយបងប្រុសរបស់ខ្លួនឯងបានហើយនាងក៏សច្ចាថាសុខចិត្តងាប់នៅនឹងជាមួយបងប្រុសបរោយទៅស៊ីញយុនចូលមកក៏ចាប់បោះនាងចេញប្រាប់ថាកុំល្ងីល្ងើពេកបោះទៅស្ទួយបុកជាមួយនឹងពឹងដេកក្បៀបបរោយកន្លែងទៅមើលស៊ីញយុនវិញដើរចូលទៅឡើងក្លាហានប្រើនៅក្បាច់ teleport ទៅកណ្ដាលវងបេសាច់យ៉ាងលឿនអត់និយាយច្រើនទេក៏ទាត់បេសាច់នោះមកជើងដើម្បីដោះលែងអាកត់នោះមកវិញហើយក៏កាន់ជើងវាក្បត់ទៅមកខាងនិយាយទៅអាមួយហ្នឹងគឺសាច់កម្មមែនតើត្រូវរហូតកន្លែងទៅមើលអាកត់នោះវិញនៅពេលដែលដឹងខ្លួនថាស៊ីញយុនបានចូលទៅជួយខ្លួននៅក្នុងកណ្ដាលវងបេសាច់ចឹងក៏សប្បាយអខ្លាំងមែនតើដេករនាដីឡើងពេញហ្នឹងដល់អាម្នាក់ហ្នឹងបានចាត់ទុកស៊ីញយុនគឺជានិមិត្តរូបរបស់វាកន្លែងទៅមើលស៊ីញយុននៅកណ្ដាលវងបេសាច់វិញស៊ីញយុនក៏បានធ្វើការចាត់ការទៅកាន់បេសាច់វិញនោះដែលម៉ាត់ត្រឹមតែម្ដាយនោះទេបានដាច់ខ្លួនប៉ាត់កន្លែងទៅមើលបេក្ខជនដែលមកប្រឡងតេស្តសាកល្បងនេះវិញដោយក្នុងអំឡុងពេលហ្នឹងចង់ចេញតាណាក៏ចេញមិនកើតដែរព្រោះថាច្រកទ្វារត្រូវបានបិទអស់ហើយអញ្ចឹងគ្មានជំរឿក៏ធ្វើការទៅតាមកាតគ្នាទៅវិញទៅមកដែលជាកាតពណ៌លឿងនេះឯងហើយអ្នកដែលមកធ្វើតេស្តសាកល្បងមួយហ្នឹងអ្នកដែលអាចជាប់គឺមានត្រឹមតែម្នាក់តែប៉ុណ្ណោះដែលអាចមាននៅកាតពណ៌មាសមួយនេះនៅពេលហ្នឹងក៏មានអាកតនេះម្នាក់ដែលបានទៅតាមបាននៅកាតហ្នឹងហើយវាក៏បានសង្កត់ទៅលើកាតហ្នឹងដោយមិនឲ្យណាគេមកទៅតាមវាទៀតនោះឡើយហើយវាក៏សច្ចាថាទោះបីជាវាយវាដល់ស្លាប់ក៏វាមិនប្រឡែងកាតនេះដែរមានណានៅក្នុងពេលហ្នឹងគ្មានពីណាគេទៅខွာជាមួយនឹងអាកាតលឿងនោះឡើយដោយពួកគេកំពុងតែតក់ស្លុតនៅពេលដែលឃើញបេសាចជាច្រើនបានធ្លាក់មកពីខាងលើចុះមកដល់ខាងក្រោមចាត់ច្បាស់ក្បាលរបស់មនុស្សម្នាក់ចំណែកអាកតនោះវិញកំពុងតែកាន់អាកាតលឿងនៅកណ្ដាលវងបេសាចព្រោះវាមានការតក់ស្លុតខ្លាំងមែនតើនៅពេលដែលឃើញបេសាចច្រើនបែបនេះធ្វើឲ្យមិនត្រូវនោះទេខណៈពេលដែលបេសាចជាច្រើនកំពុងតែវាប្រហារសម្រាប់ទៅកាន់ពពួកមនុស្សនៅខាងក្រោមអាកតមួយដែលបានរៀបចំល្បិចក៏ដូចជាបានដល់លេងនៅពពួកសត្វបេសាចហ្នឹងវាក៏បានមកឈរសម្លឹងពីខាងលើដែលវាជាអ្នកធ្វើកោហើយក៏ដល់តែបន្ទោសស៊ីញយុនទៀតវាក៏និយាយថាសត្វបេសាចទាំងអស់ហ្នឹងគឺមិនត្រូវដល់លេងនោះទេប៉ុន្តែក៏ដោយសារតែដើម្បីសម្រាប់ឯងក៏បានធ្វើឲ្យពពួកមនុស្សនៅខាងក្រោមហ្នឹងក៏រងទុក្ខជាមួយនឹងឯងដូចគ្នាចំនួននៃបេសាចដែលវាបានប្រឡែងហ្នឹងមានរហូតដល់33ក្បាលហើយណោះដល់ស៊ីញយុនក៏ដឹងខ្លួនថាវាមើលមកហើយក៏បានសន្លឹងទៅកាន់វាវិញក៏ដូចជាញញឹមដាក់វាបន្តិចផងដែរអាកតហ្នឹងឃើញហើយក៏ភ្ញាក់ផ្អើលមែនតើស៊ីញយុនគឺបានឃើញវាថែមទាំងសាច់ឌឺវាទៀតដល់អញ្ចឹងអាកបអ្នកហ្នឹងវាក៏បានសាច់ច្មោះទៅកាន់ស៊ីញយុនជាមើលថាទៅហើយហ្នឹងរកផ្លូវកិច្ចដោយវាបានទៅជាមើលហើយនៅពេលដែលសម្រាប់ឲ្យបានសម្រេចអញនឹងទទួលបានលុយ10លានអញ្ចឹងក៏អរគុណឯងផងដែរដល់ស៊ីញយុននៅខាងក្រោមក៏បានហែកដៃវិសាចមួយគប់សម្ដៅទៅកាន់វាអាកតហ្នឹងក៏ដឹងខ្លួនមុនក៏បានបិទទ្វារតន់ហើយក៏សាច់ឌឺក៏តែខ្លួនឯងហ្នឹងរួចខ្លួនហើយប៉ុន្តែមានណាដៃហ្នឹងក៏បានឡងចូលទៅខាងក្នុងបុកវាធ្លាក់ទៅខាងក្រោមដូចគ្នាធ្លាក់មកគឺចំកណ្ដាលហ្វូងនៃបេសាចតែម្ដងហើយក៏ស្រែកសុំឲ្យស៊ីញយុនជួយជីវិតខ្លួនផងហើយវាក៏សន្យាជាមួយស៊ីញយុនថាបើសិនជាអាចជួយជីវិតរបស់វាបានណាវានឹងឲ្យលោកស៊ីញយុនរហូតដល់10លានយ៉នណោះប៉ុន្តែស៊ីញយុនបានខ្វល់ជាមួយលុយនោះទេក៏និយាយឌឺទៅកាន់វាវិញបេសាចច្រើនខ្លាំងពេកបងអើយខ្ញុំជួយមិនមិនទាន់ហើយស៊ីញយុនក៏បានរុញនៅបេសាចមួយសម្ដៅទៅកាន់អាកតហ្នឹងហើយក៏និយាយធ្វើដូចភ្ញាក់ផ្អើលថាច្រឡំរុញបេសាចទៅកន្លែងមួយបាត់មួយមើលបន្ទាប់មកក៏បានឈោសាច់យ៉ាងសប្បាយដល់អាកតនោះវិញក៏ត្រូវបានបេសាចចាប់ហៃស៊ីតែម្ដងបន្ទាប់មកទៀតយើងក៏បានឃើញនៅបេសាចមួយក្បាលវាក៏បានដោះកតុយចេញមកដែលបេសាចនេះគឺជាបេសាចកម្រិត level 2ហើយបេសាចហ្នឹងមិនមែនមានតែមួយទេគឺមានច្រើនមែនតើហើយពួកវាក៏បានហក់ស្ទ្រុបវាប្រហារទៅកាន់ស៊ីញយុនរឿងមួយយើងក៏បានកាត់មកមើលអាតានេះវិញអាតានេះគឺជាមេខ្លោងធំរៀបចំនៅគម្រោងប្រឡែងបេសាចជាច្រើននឹងឯងដើរបដានិយាយម្នាក់ឯងបដាថាខ្លួននឹងគឺមិនជឿនោះឡើយថាស៊ីញយុនអាចសម្លាប់ពពួកសត្វបេសាចរហូតដល់30ក្បាលបាននោះហើយក៏រំពឹងទុកមុនថាខ្លួនប្រកាសជាទទួលបានលុយរហូតដល់20លានយ៉នแล้วណោះហើយអាតាហ្នឹងគឺអត់ដឹងឡើយថាកូនចៅរបស់ខ្លួននឹងបានងាប់បាត់ហើយមើលទៅកាន់អាតាហ្នឹងក៏បានដើរចូលទៅក្នុងច្រកទ្វារមួយកាន់តែទឹកមកកៅចេះតែកាន់ពួកអានេះដែលបានគ្រប់គ្រងនៅក្នុងការដោះលែងបេសាចហើយក៏បានស្ដីថាពួកវាមកកាំងឯងមិនក៏ពួកឯងដេកចឹងរឿងមួយពួកឯងអត់ដឹងទេមែនថានៅពេលនេះពពួកបេសាចជាច្រើនត្រូវបានដោះលែងមិនដឹងថាទ្វារហ្នឹងកើតអីនោះទេបាន error ធ្វើឲ្យពពួកបេសាចហ្នឹងចេញទៅអស់លីងហើយដល់ពេលនេះអ្នកដែលធ្វើតេស្តសាកល្បងគឺកំពុងតែមានគ្រោះថ្នាក់ប្រឈមជាមួយនឹងបេសាចរហូតដល់30ក្បាលហើយសូម្បីតែច្រកទ្វារនៅក្នុងកន្លែងធ្វើតេស្តសាកល្បងក៏បានបិទផងដែរធ្វើឲ្យអ្នកប្រកួតនៅក្នុងហ្នឹងគឺមិនអាចរត់ចេញបាននោះឡើយអាពីរអ្នកហ្នឹងក៏បានតបទៅវិញថាខ្លួនមិនបានធ្វើខុសនោះឡើយដោយខ្លួនគឺបានដោះលែងបេសាចត្រឹមតែ2 3តែប៉ុណ្ណោះនៅក្នុងការធ្វើតេស្តសាកល្បងហើយរូបគេក៏មិនដឹងនោះឡើយថាពីណាគេជាអ្នកបើកនៃច្រកទ្វារបលែងបេសាចទៅទាំងអស់មិនតែប៉ុណ្ណោះក៏បានកាត់ផ្ដាច់នៅចរន្តអគ្គិសនីនៅកន្លែងធ្វើតេស្តសាកល្បងធ្វើឲ្យអ្នកតេស្តសាកល្បងក្នុងហ្នឹងគឺមិនអាចរត់គេចចេញទៅណាបាននោះឡើយហើយរឿងមួយទៀតដើម្បីជួសជុលនៅច្រកទ្វារទាំងអស់ហ្នឹងបានគឺចំណាយពេលរហូតដល់កន្លះម៉ោងឯណោះទើបអាចជួសជុលបានអាតាហ្នឹងបន្ទាប់ពីឮថាការជួសជុលហ្នឹងគឺត្រូវចំណាយពេលរហូតដល់30នាទីឯណោះអញ្ចឹងក៏សប្បាយចិត្តបាត់ហើយរយៈពេល30នាទីហ្នឹងគិតថាស៊ីញយុនប្រកាសជាស្លាប់នៅក្រោមស្នាដៃពពួកបេសាចហើយអាតាហ្នឹងល្បិចខ្លាំងមែនទែនសម្ដែងធ្វើជាមនុស្សល្អទាំងដែលកម្រងការក្នុងការដោះលែងបេសាចទាំងអស់ហ្នឹងគឺជាស្នាដៃរបស់វាសោះអូខេគ្នាយើងចង់ដឹងថាស៊ីញយុនរបស់យើងអាចបញ្ចូលតទល់ជាមួយនឹងបេសាចទាំង30ក្បាលបានឬអត់នោះចាំទស្សនានៅវីដេអូក្រោយកុំភ្លេចចុច Subscribe បើសញ្ញាកណ្ដឹងហើយនឹងចុច comment ខាងក្រោមបានច្រើនផងបាយ